ផ្ដើមមកមើលអេពីសូតតរបស់យើងឯនេះវិញអំឡុងពេលដែល Robin កំពុងតែនិយាយគ្នាជាមួយនឹងស្ដេច Nip អំពីរឿងរ៉ាវរបស់ព្រះនាងក៏ដូចជារឿងរ៉ាវរបស់ Joe Boy ការសន្ទនារបស់អ្នកទាំងពីរត្រូវបានស្ដាប់ឮដោយ Karen Pao ក្រោយពីបានឮនឹងការសន្ទនាមួយនឹងហើយ Karen Pao គាត់មានគោលបំណងដើម្បីទៅចាប់ព្រះនាងដើម្បីធ្វើជាចំណាប់ខ្មាំងសាច់រឿងរបស់យើងបានផ្លាស់ប្ដូរទៅជា Luffy ឯនេះវិញដែលចុងភៅនៅពេលនឹងបាននិយាយថា Luffy ដូចជាញ៉ាំច្រើនពេកហើយដែល Luffy បាននិយាយថាទោះជាច្រើនយ៉ាងណាក៏គាត់នៅតែមិនទាន់គ្រប់គ្រាន់ចុងភៅរបស់យើងនឹងគាត់ថាបើសិនជា Luffy ចង់ញ៉ាំអីទៀតនឹងក៏បានដែរឲ្យតែគាត់ចង់ស្របពេលហ្នឹង Jinbe ក៏បាននិយាយគ្នាជាមួយនឹង Luffy អំពីរឿងរ៉ាវមួយចំនួនបន្តិចបន្តួចផងដែរដែល Luffy របស់យើងដូចជាមិនខ្វល់នោះទេចំណែកឯទៅមើលគ្នារបស់ Luffy ឯនេះវិញអំឡុងពេលហ្នឹង Jinbe ក៏បានដើរទៅដើម្បីនិយាយរឿងរ៉ាវមួយចំនួនជាមួយនឹងពួកគេនឹងឯង Jinbe បាននិយាយប្រាប់ទៅកាន់ Luffy ថា Akainu ហើយនិង Aokiji នឹងបានប្រយុទ្ធគ្នាយ៉ាងអស្ចារ្យមែនទែននៅលើកោះមួយដែលធ្វើឲ្យពួកគេក៏មានការភ្ញាក់ផ្អើលផងដែរ Jinbe បាននិយាយបន្តណែនាំទៅកាន់ Luffy ថាអ្នកទាំងពីរនឹងបានប្រយុទ្ធគ្នាអស់រយៈពេលប្រហែលជា10ថ្ងៃហើយណាមួយវិញទៀតពួកអ្នកទាំងពីរនឹងមិនមែនចេះតែប្រយុទ្ធគ្នានោះទេដោយក្នុងការប្រយុទ្ធគ្នាមួយនឹងគឺពួកគេដណ្ដើមមុខងារជាឧត្តមសេនាវឹកឯកក្រោយពីអ្នកទាំងពីរប្រយុទ្ធគ្នាអស់រយៈពេល10ថ្ងៃមកហើយនឹងឃើញថាតាមការពិតទៅ Akainu គឺជាអ្នកដែលទទួលបានជ័យជំនះជាមួយនឹងសង្គ្រាមមួយនឹងគ្រាន់តែលើពាក្យថា Akainu ភ្លាមនឹង Luffy របស់យើងស្ទាបទៅកាន់ទ្រូងជាមួយនឹងការឈឺចាប់របស់គាត់ Luffy បានសួរបញ្ជាក់ទៅកាន់ Jinbe ថា Aokiji នឹងតើគាត់ស្លាប់ដែរឬអត់ Jinbe បានតបថា Aokiji គាត់មិនបានស្លាប់ទេគ្រាន់តែគាត់នឹងចាកចេញមិនធ្វើការនៅក្រុមបង្គាប់របស់ Akainu តែប៉ុណ្្នឹងនឹងឯងអ្វីដែលសំខាន់ Jinbe ក៏នៅតែបន្តនិយាយទៀតថារឿងទី2ដែលគាត់ចង់ប្រាប់ទៅកាន់អ្នករាល់គ្នាវាគឺជារឿងធំចាំស្ដាប់ឲ្យមានការចូលចិត្តទុកដាក់ណាមួយវិញទៀតវាពាក់ព័ន្ធជាមួយនឹងគ្នារបស់គាត់រឿងរ៉ាវទី2តាក់ទងជាមួយនឹងប្លែកបៀតម្នាក់នឹងហើយគេបានយកជាមួយនឹងធម៌ពលរបស់វាយបៀតដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួនគេក៏បានប្រើប្រាស់វាយ៉ាងល្អពេញលេញផងដែរហើយគេក៏បានអុកឡុកជាមួយនឹង Navy Headquarter ហើយគេក៏បានចូលជាសមាជិក Emperor ទាំង4ដែលគេបានតែងតែនិយាយថាយ៉ាងកោទាំង4បើបកប្រែជាខ្មែរគឺស្ដេចនៃសមុទ្រទាំង4ហើយគេក៏បានវាទីយកទឹកដីទាំងអស់របស់វាយបៀតធ្វើជាកម្មសិទ្ធិរបស់ខ្លួនជាប៊ីបានបន្តនិយាយទៀតថាទឹកដីដែលវាយបៀតមានទាំងបានមកនៅលើនេះបានខ្លាចទៅជារបស់នៃប្លែកបៀតបាត់ទៅហើយគេក៏បានស្វែងរកអ្នកប្រើប្រាស់ Devil Fruit ណាដែលមានថាមពលអស្ចារ្យដើម្បីយកជាកម្មសិទ្ធិរបស់ខ្លួនសូមឲ្យ Luffy អីហ្នឹងមានការប្រុងប្រយ័ត្នជាមួយនឹងគេផង Chopper របស់យើងហ្នឹងខ្លាចគេយក Devil Fruit របស់គាត់ហ្នឹងគាត់ក៏មានការភ័យខ្លាចផងដែរចេះតែមានហើយចំណែក Luffy របស់យើងមិនស្ដាប់ឯណាបែកទៅជាញ៉ាំទៅវិញដែលធ្វើឲ្យ Jinbe ហ្នឹងខឹងមែនតើ Sanji បានតបទៅកាន់ Jinbe ថាកុំទៅខ្វល់ជាមួយនឹង Luffy គេហ្នឹងតែប៉ុណ្្នឹងនឹងឯងគឺមិនយកចិត្តទុកដាក់ស្ដាប់នោះទេឯ Luffy ឯនេះវិញហ្នឹងគឺថាគាត់មិនខ្វល់ទេគាត់បែកទៅជានិយាយរឿងផ្សេងដែលធ្វើឲ្យ Jinbe របស់យើងនឹងអង្គចិត្តទាំងសង្ហាក់ចិត្តតែម្ដងចេះតែមានហើយអំឡុងពេលហ្នឹង Kami គេក៏បានមកដល់អំឡុងពេលហ្នឹង Luffy ក៏បានសួរទៅកាន់ Kami ថាតើព្រះនាងនៅឯណាដែលនាងបានឆ្លើយថាព្រះនាងគឺនៅបន្ទប់របស់គាត់ដែល Luffy របស់យើងក្រោយពីលឺអញ្ចឹងហើយហ្នឹងដូចជាមានការព្រួយបារម្ភគាត់ក៏បានហៅទៅកាន់ Zoro ក៏ដូចជា Sanji ឲ្យបានដឹងពួកគេហ្នឹងក៏បានងើបទៅជួបជាមួយនឹង Luffy ឆ្ងល់ថាតើ Luffy នៅពេលនេះកំពុងតែមានរឿងអ្វីចង់និយាយជាមួយនឹងពួកគេចំណែកព្រះនាងនៅក្នុងបន្ទប់របស់គាត់ឯនេះវិញកំពុងតែផ្ទុំលក់នៅលើបន្ទប់របស់គាត់អំឡុងពេលហ្នឹង Karen Pao ក៏បានទៅចាប់ជាមួយនឹងព្រះនាងនៅពេលនេះ Karen Pao របស់យើងបានចាប់ព្រះនាងជាប់តែម្ដងហើយក៏បានបិទមាត់ព្រះនាងថែមទៀតមិនឲ្យព្រះនាងនឹងអាចស្រែកទៅរកជំនួយបាននោះទេគេក៏បាននិយាយអំពីមហិច្ឆតារបស់គេអំឡុងពេលហ្នឹងផងដែរហ្នឹងយើងក៏បានឃើញដែរថា Luffy បានសួរទៅកាន់គេថាហេតើឯងនឹងកំពុងតែធ្វើអ្វីអា Karen Pao ហ្នឹងក៏បានឆ្លើយតបទៅកាន់ Luffy វិញថាតើឯងទេអីអាមួកចម្បើងតើឯងមកទីនេះធ្វើអ្វីដែលគាត់កំពុងតែសប្បាយហើយគាត់នឹងគឺនិយាយទាំងទឹកភ្លឹកនោះទេគាត់មិនបានដឹងច្បាស់ថា Luffy នៅពីក្រោយនោះទេរហូតដល់គាត់គិតមួយសន្ទុះថាអីគេ Luffy ទេតើនិយាយជាមួយនឹង Luffy ឡើងមួយសន្ទុះហើយទើបតែនឹកឃើញទៅវិញហើយទៅមើលឯនេះវិញហ្នឹងគឺថាត្រូវបាន Luffy របស់យើងហ្នឹងទាត់ឡើងបើធ្លាក់ទៅលើព្រឹកជាវាំងតែម្ដងព្រះនាងក៏បានស្ទុះទៅអោបជាមួយនឹង Luffy ក៏បាននិយាយអរគុណទៅកាន់ Luffy ម្ដងទៀត Sanji ឯនេះវិញបាននិយាយថា Luffy គឺសំណាងពេកហើយហេតុអ្វីគាត់មិនគួរណាជាអ្នកទាត់ទៅកាន់ Karen Pao ដើម្បីព្រះនាងមកអោបជាមួយនឹងគាត់ Zoro របស់យើងហ្នឹងគឺថាមើលទៅកាន់ Sanji ហ្នឹងដូចជាអាម៉េចនោះមើលរដ្ឋមន្ត្រីដៃស្ដាំឯនេះវិញហ្នឹងគាត់ក៏បានអរគុណទៅដល់ Luffy ម្ដងទៀតនៅក្នុងការជួយទៅកាន់ព្រះនាងរបស់ពួកគេហើយគេក៏បានចង្អុលទៅទីតាំងមួយទៀតនៃការផ្ទុករតនសម្បត្តិរបស់ពួកគេ Nami ក៏បានខកទៅដល់សេនាដៃស្ដាំថាតើមានរឿងអ្វីទ្រព្យសម្បត្តិរតនសម្បត្តិអីគេហើយនៅពេលហ្នឹងគាត់ក៏បាននិយាយថារតនសម្បត្តិរបស់ពួកគេត្រូវបានអាមួយនឹងលួចអស់រលីងតែម្ដងគ្រាន់តែឮរតនសម្បត្តិអញ្ចឹងភ្លាមហ្នឹង Nami ដូចជាមានការចាប់អារម្មណ៍ខ្លាំងជាងគេចំណែកអ្នកទាំង3ឯនេះវិញហ្នឹងឡើងព្រឺរោមខ្ញាក់តែម្ដងដូចជាគ្មានអារម្មណ៍នឹងល្អទៀតនោះទេស្ដេច Nip អង្គបាននិយាយថាបើសិនជាគ្នារបស់ Luffy ទៅយករតនសម្បត្តិនឹងត្រឡប់មកវិញគាត់នឹងឲ្យរតនសម្បត្តិនឹងទៅដល់ក្រុម Luffy នឹងឯងដែលធ្វើឲ្យ Nami នឹងគឺថាល្មមលុយតែម្ដង Nami ឆ្លៀតសួរបន្ថែមទៀតថាតើរតនសម្បត្តិទាំងអស់នឹងមែន Nami ចាប់ផ្ដើមសួរបកទៅកាន់ Luffy ថាហេតុអ្វីបានជាអ្នកទាំង3ហ្នឹងទាត់ទៅកាន់គេទៅវិញហេតុអ្វីមិនចាប់គេមកទុកក្រោយមកហ្នឹង Nami បោះអ្នកទាំង3ហ្នឹងដើម្បីតាមរក Karen Pao ដើម្បីយករតនសម្បត្តិមកវិញនឹងឯងកុំថាឡើយតែមេប្រធានក្រុមនរណាក៏ Nami ហ៊ានវាយនោះដែរស្របពេលហ្នឹងមានតែហ៊ានម្នាក់កំពុងតែរាយការណ៍អំពីរឿងរ៉ាវរបស់ Hody ហ្នឹងប្រាប់ទៅដល់ស្ដេចទៅមើល Hody របស់យើងនៅក្នុងគុកឯនេះវិញហ្នឹងកំពុងតែរៀបចំគម្រោងផែនការអុកឡុកទៅកាន់មនុស្សក៏ដូចជារាជវាំងក៏ប៉ុន្តែមើលទៅកាន់រូបរាងកាយរបស់ពួកគេនីមួយៗនៅពេលនេះហ្នឹងហាក់បីដូចជាចាស់បាត់ទៅហើយប៉ុន្តែពួកគេនីមួយៗគ្មាន
មាននរណាដឹងតែខ្លួនឯងចាស់នោះទេដែលពួកគេបាននិយាយថាពួកគេនឹងសម្រាប់ទៅកាន់ពួកមនុស្សម្ដងទៀតជាមួយនឹងគម្រោងផែនការរបស់គេចំណែក Hody ឯនេះវិញចង់ហែកគុកក៏ប៉ុន្តែបែរជាឈឺឆ្អឹងឈឺឆ្អែងទៅវិញព្រះរាជបុត្រទាំង3អង្គក៏មានវត្តមាននៅទីកន្លែងមួយនឹងដែរឯចំណែកឯសេនាដៃស្ដាំឯនេះវិញក៏បាននិយាយថាមកពីក្របថ្នាំ energy នឹងវាធ្វើទុកនេះហើយគឺជាលទ្ធផលដែលពួកគេនីមួយៗប្រើប្រាស់វាខ្លាំងពេករបស់ដែលល្អហើយដើរលេងជាមួយនឹងផ្លូវកាត់បែបហ្នឹងគឺវាមិនបានយូរទេវាតែងតែផ្ដល់ផលវិបាកមកដល់ពួកយើងអំឡុងពេលហ្នឹងពួកគេនីមួយៗថាមិនគួរណាប្រើប្រាស់ធម៌ពលមួយនឹងនោះទេហើយចំណែក Hody ឯនេះវិញនឹងនៅតែមិនចោះចាញ់ក៏ដូចជាចង់សម្រាប់ទៅកាន់រាជវង្សតែមើលទៅកាន់ព្រះរាជបុត្រ Fuga Buchi ឯនេះវិញដូចជាមិនខ្វល់ជាមួយនឹងគេនោះទេក៏បានដើរចាក់ចេញទៅមើលខាងសេនាដៃឆ្វេងឯនេះវិញអំឡុងពេលហ្នឹងមានតែហ៊ានម្នាក់រីកាទៅកាន់គាត់ម្នាក់ហ្នឹងបាននិយាយអំពីរឿងរ៉ាវរបស់កូនចៅ Big Mom នៅពេលនេះកំពុងតែមកទាមទារជាមួយនឹងស្ករគ្រាប់របស់គេដើម្បីជាធ្នូការពារទៅកាន់កោះមួយហ្នឹងក៏ប៉ុន្តែស្ករគ្រាប់ក៏ដូចជាបង្អែមទាំងអស់ហ្នឹងត្រូវបាន Luffy របស់យើងហ្នឹងញ៉ាំទាំងអស់តែម្ដងមិនមានអ្វីឲ្យ Big Mom ពួកគេហ្នឹងគ្មានអ្វីឲ្យ Big Mom នោះទេមានតែភាពភ័យខ្លាចថា Big Mom មកកំទេចកោះមួយហ្នឹងចំណែកអេពីសូតថ្មីរបស់យើងឯនេះវិញគេក៏បានរំលឹកការពីវគ្គមុនផងដែរដែលនិយាយអំពី Luffy និង Nami ដែលបានទៅគ្នាអីចឹងទៅនឹងរឿងរ៉ាវមួយចំនួនរបស់រាជរដ្ឋមន្ត្រីខាងឆ្វេងដែលនិយាយអំពីរឿងគុណចៅរបស់ Big Mom នៅពេលនេះកំពុងតែមកយកស្ករគ្រាប់របស់ពួកគេចុះមកដល់អេពីសូតថ្មីរបស់យើងឯនេះវិញដែលក្រុមរបស់ Luffy មួយចំនួនកំពុងតែរងចាំទៅកាន់កាពីតែនរបស់ពួកគេហើយពួកគេនីមួយៗអ្នកខ្លះហ្នឹងក៏ចង់ទៅតាមកាពីតែនដែរតែមិនបានទៅនោះទេហើយនៅពេលនេះទៅមើល Karin Pao ឯនេះវិញដែលកំពុងតែដេកដួលនៅលើថ្នល់ដែលឡែកកំណប់ដែលស្ថិតនៅក្បែរខ្លួនរបស់ Karin Pao គឺបានមកពីខ្លួនរបស់ Karin Pao ដែលគេបានលួចកំណប់ទាំងអស់ហ្នឹងដាក់ទៅកាន់ខ្លួនរបស់គាត់ហើយត្រូវបាន Luffy វាយហ្នឹងទើបកំណប់ហ្នឹងខ្ទាតចេញមកក្រៅអ្នកទាំង3ឯនេះវិញហ្នឹងគឺថាប្រមូលតែកំណប់នោះទេមិនខ្វល់ជាមួយនឹង Karin Pao ឡើយក្រោយពីប្រមូលកំណប់បានទៅហើយហ្នឹងអ្នកទាំង3ក៏បានដើរចាក់ចេញតែម្ដងទៅដោយមិនខ្វល់នោះទេទៅមើលកន្លែងមួយទៀតឯនេះវិញនៅពេលហ្នឹងផងដែរ Pickle កំពុងតែនិយាយគ្នានឹងជាមួយនឹងអ្នកដទៃហើយគេក៏បានប្រកាសថាខ្លួនរបស់គេមានឈ្មោះថា Pickle ដែលជាកូនចៅរបស់ Big Mom ហើយនៅអំឡុងពេលដែល Pickle កំពុងតែទាមទារពន្ធនៃការមើលថែទៅកាន់កោះមួយហ្នឹង Luffy របស់យើងក៏បានធ្វើដំណើរហ្នឹងឆ្លងកាត់នៅទីកន្លែងមួយហ្នឹងផងដែរហើយ Luffy របស់យើងក៏បាន say hello ទៅកាន់អ្នករាល់គ្នាដោយគាត់បានបន្ថែមទៀតថាអរគុណសម្រាប់ពិធីជប់លៀងដែលរួមមានទាំងបង្អែមឆ្ងាញ់ជាងគេនៅក្នុងពិធីជប់លៀងទាំងអស់ហ្នឹងហើយប្រជាជនទាំងអស់គ្នានឹងគ្នាឡើងកៀងតែម្ដងគេកំពុងតែដោះស្រាយរឿងបង្អែម Luffy មកនិយាយរឿងបង្អែមទៅវិញដែលឡែក Luffy របស់យើងក៏បានហៅទៅកាន់ Pickle ថាគឺជាឆ្មាត្រីអីអញ្ចឹងទៅហើយ Pickle របស់យើងហ្នឹងគាត់ក៏បានបើកមើលជាមួយនឹងសិភៅរបស់គាត់ទើបដឹងអំពីអត្តសញ្ញាណរបស់ Luffy ថាគឺជា Monkey D Luffy គាត់ឆ្ងល់ថាតើ Luffy មកទីកន្លែងមួយហ្នឹងដើម្បីធ្វើអ្វីដោយសារតែ Luffy និយាយអំពីរឿងបង្អែមញ៉ាំឆ្ងាញ់អីអញ្ចឹងទៅហ្នឹងធ្វើឲ្យ Pickle បានសួរទៅកាន់រដ្ឋមន្ត្រីឆ្វេងថាតើនិយាយអំពីអីនៅពេលហ្នឹង Luffy បាននិយាយថាតនឹងចេះនិយាយហើយចុះឡើងហ្នឹងក៏បានកដាស់ហ្នឹងទៅដល់ Chopper របស់យើងឯនេះវិញអ្វីដែលពិសេសហ្នឹងគឺថា Pickle ដោះវ៉ែនតារបស់គាត់ហ្នឹងឌឺទៅកាន់ Luffy ដូចជាខឹងអញ្ចឹងតែ Luffy ហ្នឹងបែរជាសើចដែលធ្វើឲ្យគាត់ហ្នឹងកាន់តែខឹងទៅកាន់ Luffy បន្តទៀតហើយហេតុអ្វីបានជាសើចគាត់បាននិយាយជាមួយនឹងអ្នកទាំងអស់គ្នាថាគាត់ទុកពេលឲ្យតែថ្ងៃស្អែកទេគាត់នឹងប្រមូលស្ករគ្រាប់ចាក់ចេញទៅហើយចំណែកបរិសម្នាក់ទៀតឯនេះវិញគាត់មានឈ្មោះថា Tamago ក៏ចាប់ផ្ដើមងើបមកណែនាំខ្លួនទៅដល់គ្នារបស់ Luffy ហើយអំឡុងពេលហ្នឹង Luffy បាននិយាយថា Big Mom គឺជាមនុស្សល្អដែលបានមើលថែទៅកាន់កោះមួយហ្នឹងគាត់ពិតជាចង់ជួបទៅកាន់ Big Mom ខ្លាំងណាស់អំឡុងពេលហ្នឹង Tamago ក៏បានតបទៅវិញថាតាមក៏ពិតទៅគាត់មើលថែទៅកាន់កោះមួយហ្នឹងគឺតាមរយៈនៃការបង់ពន្ធរយៈពេល1ខែគឺត្រូវបង់ពន្ធជាមួយនឹងបង្អែម10តោនដែលធ្វើឲ្យ Luffy របស់យើងហ្នឹងពិតជាមានការភ្ញាក់ផ្អើលមែនតើមន្ត្រីខាងឆ្វេងបាននិយាយថាគាត់មិនអាចធ្វើស្ករគ្រាប់ក៏ដូចជាបង្អែមហ្នឹងទាន់ក្នុងរយៈពេល2ថ្ងៃទៀតទេប៉ុន្តែគាត់អាចធ្វើក្នុងរយៈពេល2អាទិត្យទៀតចំណែក Sanji និង Zoro ឯនេះវិញហ្នឹងមើលទៅដូចជាខឹងជាមួយនឹងពួកអ្នកទាំងហ្នឹងមែនតើដែលតែធ្វើការដោះដូរជាមួយនឹងធ្នូស្ករគ្រាប់10តោនក៏ដូចជាបង្អែម10តោនអីអញ្ចឹងទៅវិញ Tamago បាននិយាយថា Big Mom គឺជាមនុស្សស្រីហើយគាត់គឺជាយ៉ាងកោមួយក្នុងចំណោមយ៉ាងកោទាំង4ដែលជាអត្តរិយនៃចុះសមុទ្រនឹងឯងនេះគ្រាន់តែជារូបរបស់ Big Mom នៅក្នុងក្តីស្រមៃរបស់ Sanji តែប៉ុណ្ណឹងនឹងឯង Sanji ក៏បានសួរថាបើគេប្រកល់ឲ្យមិនទាន់តើមានរឿងអ្វីកើតឡើង Tamago បានឆ្លើយតបថាប្រសិនបើជាពួកគេនៅលើកោះ Fishman នឹងប្រកល់ឲ្យមិនទាន់ច្បាស់ជាត្រូវបានបំផ្លាញដោយ Big Mom ធ្វើឲ្យ Luffy របស់យើងនឹងបានសួរបញ្ជាក់ថាបំផ្លាញមែនទេ Luffy បានឆ្លើយតបភ្លាមៗថាគាត់នឹងមិនឲ្យនរណាបំផ្លាញទៅកាន់កោះមួយនឹងនោះឡើយហើយ Luffy របស់យើងនឹងពិតជាខឹងទៅកាន់សម្ដីនៃ Tamago អំបញ្ញមិញពិតមែនទៅមើលទឹកដីមួយទៀតឯនេះវិញដែលមានឈ្មោះថា Wild Cake Island ដែលមានទឹកដីថាកោះនៃនំ Cake អំឡុងពេលហ្នឹងក៏បានឃើញនៅទឹកមាត់មួយកំពុងតែស្រក់ហើយអ្នកដែលបានស្រក់ហ្នឹងគឺជា Big Mom ដែលគាត់បានបរិភោគជាមួយនឹងសមាជិកមួយចំនួនរបស់គាត់អំឡុងពេលហ្នឹងក្មេងស្រីភ្នែក3ម្នាក់មើលទៅគាត់ពិតជាខ្លាចទៅកាន់ Big Mom មែនទែនដោយសារតែ Big Mom កំពុងតែទំពាទៅកាន់ពួកមនុស្សនឹងឯងហើយនៅពេលហ្នឹង Bobin មួយកំពុងតែនិយាយគ្នាជាមួយនឹង Big Mom ដែលគាត់បាននិយាយរៀបរាប់រឿងរ៉ាវមួយចំនួនទៅប្រាប់ Big Mom Bobin បានរាយការណ៍ថានៅពេលនេះគាត់បានកំទេចទៅកាន់កោះមួយដែលមិនបានផ្ដល់ពន្ធមកឲ្យពួកគេទៅហើយនៅពេលនេះកំពុងតែមានកោះមួយទៀតដែលមិនផ្ដល់ពន្ធមកឲ្យពួកគេហ្នឹងគឺជាកោះរបស់ Fishman ក៏ទទួលដំណឹងមួយហ្នឹងដោយសារតែ Tamago ដែលបានទូរស័ព្ទមកកាន់ប្រាប់ពួកគេនឹងឯងហើយដល់ពេលហ្នឹង Big Mom បានបញ្ជាឲ្យទូរស័ព្ទទៅកាន់ពួកគេឡើងវិញទៅមើលលើកោះ Fishman នៅវិញអំឡុងពេលហ្នឹង Luffy បាននិយាយថាគាត់នឹងការពារទៅកាន់កោះមួយហ្នឹងហើយនៅពេលហ្នឹង Tamago ថាគាត់ដូចជាមិនអាចជឿជាក់ទៅលើសមត្ថភាពរបស់ Luffy ដែរមើលទៅនៅពេលហ្នឹងស្ថាន
ភាពដូចជាតានតឹងមែនទែនរវាងគ្នារបស់ Luffy និង Tamako ហើយទូរស័ព្ទហ្នឹងក៏បាន alert ឡើងដិនមួយឈីក៏ចាប់ផ្ដើម alert ផងដែរ Tamako គេដូចជារៀងភ័យខ្លាចគាត់បាននិយាយថា Pegop ឯងទៅលើទូរស័ព្ទទៅហើយនៅពេលហ្នឹងគ្មាននរណាលើកទេក្រៅពី Luffy របស់យើងបាននិយាយថាតើឯងឬគឺជា Big Mom ដែលធ្វើឲ្យអ្នកទាំងពីរដូចជា Pegop ក៏ដូចជា Tamako មានការភ័យខ្លាច Luffy បាននិយាយថាខ្ញុំមានឈ្មោះថា Monkey D Luffy ខ្ញុំនឹងខ្លាចទៅជាស្ដេចនៃចុះសមុទ្រស្រាប់ពេលហ្នឹង Big Mom បាននិយាយថា Monkey D ហើយលុះបន្តមកទៀតគាត់បាននិយាយថាឥឡូវនេះគាត់ចងចាំហើយ Monkey D Luffy គឺជាចៅប្រុសរបស់កាលពី2ឆ្នាំមុនបានចូលទៅក្នុងសង្គ្រាម Navy Headquarter Luffy ក៏បាននិយាយកាត់ថានៅពេលនេះគាត់បានញ៉ាំអាហារទាំងអស់ហ្នឹងអស់បាត់ទៅហើយ Big Mom បាននិយាយថានៅពេលនេះ Luffy កំពុងតែទម្លាក់កំហុសទៅលើខ្លួនដើម្បីដោះស្រាយជាមួយនឹង Fishman ហើយប៉ុន្តែ Luffy នៅតែនិយាយថាគាត់បានញ៉ាំអាហារទាំងអស់ហ្នឹងអស់ហើយនៅពេលហ្នឹង Tamako ក៏ដូចជាជាមួយនឹងគ្នារបស់គាត់ឡើងភ្ញាក់ផ្អើលតែម្ដងជាមួយនឹងពាក្យសម្ដីរបស់ Luffy ហ៊ាននិយាយជាមួយនឹង Big Mom បែបហ្នឹងហើយនៅពេលហ្នឹង Big Mom ថាគាត់មិនអាចជឿទៅពាក្យសម្ដីរបស់ Luffy នោះទេថា Luffy ពិតជាបានញ៉ាំវាទាំងអស់ប៉ុន្តែ Luffy នៅតែតបដដែលថាប៉ុន្តែគាត់បានញ៉ាំទាំងអស់តែម្ដងមិនមែនគាត់ដើម្បីតែការពារអ្នកទាំងអស់គ្នាហ្នឹងនោះទេប៉ុន្តែគាត់មានរបស់ផ្លាស់ប្ដូរជាមួយនឹងចំណី10តនហ្នឹង Luffy បាននិយាយថាគាត់នឹងយកបៀសដើម្បីដោះដូរជាមួយនឹងពន្ធនៃស្ករគ្រាប់ដូចជាបង្អែម10តន Big Mom របស់យើងបាននិយាយថាមាសហ្នឹងយកមកស៊ីកើតដែរឬអត់ហើយថាTamako បានសួរទៅកាន់ Luffy ថាតើមាសទាំងអស់ហ្នឹងមិនមែនដែល Luffy និយាយថាពិតជាទាំងអស់ហ្នឹងនឹងឯងដែលធ្វើឲ្យTamako ក៏បានទៅនិយាយទូរស័ព្ទម្ដងដោយនិយាយជាមួយនឹង Big Mom ថាកាលពី2ថ្ងៃមុនគឺ Kid បានកំទេចទៅកាន់សំពៅរបស់ពួកគេមួយចំនួនអញ្ចឹងហើយក្រុមរបស់ពួកគេជួបជាមួយនឹងហិរញ្ញវត្ថុនឹងឯងហើយគាត់ក៏បាននិយាយឲ្យសុំឲ្យ Big Mom នឹងស្ដាប់នៅសំណើមួយនឹងសិនទៅគាត់ទៅលើTamakoឲ្យនិយាយស្ដាប់ជាមួយសំណើមួយនឹងភ្លាម Big Mom ប្រតិកម្មមែនទែនបាននិយាយឌឺដងទៅកាន់Tamakoហើយមើលទៅគាត់ក៏បាននិយាយថាគាត់នឹងទៅកំទេចនៃ Coffee Man មួយនឹងប៉ុន្តែឥឡូវនេះគាត់នឹងដូរបង្វែរទៅជា Luffy វិញម្ដងដើម្បីតែទៅកំទេច Luffy មុននឹងឯងទៅមើលគ្នារបស់ Luffy ឯណែវិញនៅពេលនឹងកំពុងតែបារម្ភអំពី Luffy ថាពួកគេនឹងទៅយូរម្ល៉េះប៉ុន្តែ Nami បាននិយាយថាពួកនឹងទៅយូរពេកហើយគាត់នឹងពិតជាខឹងទៅកាន់ពួកអ្នកទាំងនឹងខ្លាំងណាស់ហើយមើលទៅមុខនឹងឡើងខ្ជូតតែម្ដងយើងងាកទៅមើល Luffy របស់យើងឯណែវិញអំឡុងពេលនឹង Big Mom ក៏បាននិយាយថា Monkey D Luffy នៅពេលនេះខ្ញុំកំពុងតែចងចាំឈ្មោះរបស់ឯងបានយ៉ាងពេញលេញហើយ Big Mom ក៏បានបន្តនិយាយទៀតថាឆាប់មកនៅទឹកដីថ្មីនឹងមកដែលមានឈ្មោះថា New World ហើយនៅពេលហ្នឹង Luffy ក៏បានលើកនិយាយវិញថាពិតមែនហើយគាត់នឹងទៅទីកន្លែងមួយហ្នឹងសូមឲ្យ Big Mom របស់យើងហ្នឹងចាំគាត់នៅទីកន្លែងមួយហ្នឹងហើយ Luffy បន្តនិយាយទៀតថាគាត់មិនអាចឈរអបដៃមើល Coffee Man មួយនឹងត្រូវគេកំទេចនោះឡើយហើយគាត់នឹងទៅដល់ទីកន្លែងនៃទឹកដីថ្មីមួយនឹងដើម្បីតែទទួល Big Mom នឹងឯងហើយ Big Mom នឹងត្រូវរងចាំគាត់នៅទីហ្នឹងហើយគាត់នឹងយកទឹកដីនៃ Coffee Man មួយនឹងមកធ្វើជាកម្មសិទ្ធិរបស់គាត់ឲ្យតតែបានសាច់រឿងរបស់យើងបានផ្ដើមឡើងជាមួយនឹងក្រុមនាវិករបស់ Luffy ទាំងមូលតែម្ដងអំឡុងពេលដែលគេកំពុងតែធ្វើដំណើរនៅក្នុងផ្ទៃទឹកមហាសមុទ្រនឹងឯងចំណែក Nami កំពុងតែងូតទឹកគាត់ក៏បានឲ្យ Chopper នៅយាមផ្លូវនៅមុខបន្ទប់ទឹក Chopper របស់យើងនឹងគាត់ឃើញពពកនឹងហោះទៅមកគាត់បាននិយាយថា Nami អានឹងស្ករគ្រាប់មែនគាត់ចង់ញ៉ាំអំឡុងពេលនឹងផងដែរយើងក៏បានឃើញដែរថាប្រុកនឹង Sanji កំពុងតែលួចមើល Nami មួយទឹកចំណែក Nami នាងក៏បានកត់សម្គាល់ដឹងដែរថាអ្នកទាំងពីរកំពុងតែលបមើលនាងផងដែរ Nami ចាប់ផ្ដើមនិយាយថា Hey Chopper ឆាប់ចេញឲ្យឆ្ងាយពីពពករបស់នាងឲ្យលឿនទៅហើយអំឡុងពេលហ្នឹងនាងក៏បានយកពពុករបស់នាងនឹងចាត់ការទៅកាន់ប្រុកអីនឹងឯងចំណែកអ្នកនៅខាងក្រៅឯនេះវិញអំឡុងពេលហ្នឹងពួកគេនីមួយកំពុងតែធ្វើទំពួកនឹងដើម្បីតែធ្វើការនេសាទទៅកាន់ត្រីនឹងឯងហើយនៅពេលហ្នឹង Robin បាននិយាយថាមើលទៅពួកគេពិតជាសប្បាយខ្លាំងណាស់ចំណែក Frankie ឯនេះវិញគាត់និយាយដែរថាសង្ឃឹមថាបានត្រីធំនឹងញ៉ាំជាមួយនឹងកូកាចំណែក Zoro ឯនេះវិញហ្នឹងគាត់ក៏ដូចតែគ្នាដែរគាត់គឺចង់ញ៉ាំជាមួយនឹងត្រីធំជាមួយនឹងស្រាអីអញ្ចឹងទៅហើយចំណែកពេលហ្នឹងអ្នកទាំង3ក៏ចាប់ផ្ដើមនាំគ្នាទៅមើលត្រីថាគូយកត្រីមួយណាគាត់ពីសម្លឹងមើលទៅកាន់ត្រីផ្សេងពីគ្នាហើយហ្នឹងពួកគេក៏បានចាប់អារម្មណ៍ទៅកាន់ត្រីមួយហ្នឹងដែល Luffy របស់យើងថាត្រៀមតែមើលទៅគាត់ក៏បានប្រើគូម៉ូចាត់ការទៅកាន់ត្រីមួយហ្នឹងហើយពួកគេក៏បានយកទំពួកមួយហ្នឹងដើម្បីតែស្ទួចទៅកាន់ត្រីមួយហ្នឹងឯងអាត្រីដែលពួកគេស្ទួចហ្នឹងប្រៀបដូចជានុយអញ្ចឹងដែលវាតាក់ទាញទៅដល់ត្រីធំដតៃទៀតហ្នឹងមកខំនុយហ្នឹងជាបន្តរហូតដល់ត្រីមួយហ្នឹងឡើងធំឡើងប៉ុណ្ណាណៃធំជាងសពើរបស់ពួកគេ2ទៅ3ដងថែមទៀតផងចំណែក Nami គឺនៅតែងុយទឹកនៅខាងក្នុង Zoro ក៏បានទៅចាត់ការជាមួយនឹងត្រីដ៏ធំមួយហ្នឹងហើយ Sanji អីហ្នឹងគឺបានចេញមកវិញហើយដែលក៏លេខទៅមើលត្រីហ្នឹងឃើញថាត្រូវមកកំបិតរបស់ Zoro យើងហើយហ្នឹងគឺថាដេកស្ប៉ាតែម្ដងអ្នកទាំងអស់គ្នានៅពេលនេះកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ដ៏ធំហើយសំពៅរបស់ពួកគេនីមួយហ្នឹងកំពុងតែធ្វើដំណើរគៀកទៅដល់កន្លែង White Storm ហើយដែលជាទីកន្លែងមួយដែលអាចធ្វើឲ្យពួកគេនីមួយហ្នឹងវង្វេងផ្លូវមិនទៅដល់នៃពិភពថ្មីអីនោះទេក្រោយមកហ្នឹង Nami បានចេញពីបន្ទប់ទឹករបស់នាងនិយាយថាទុកតែបន្តិចសោះមើលទៅកាន់នាវិករបស់នាងបង្ករឿងយកតែមែនទេដែល Luffy បាននិយាយថាមានបញ្ហាអីទេធម្មតាហ្នឹងនោះទេ Nami បានតបទាំងកំហឹងថាពួកនឹងអត់ដឹងខ្យល់មែនបើអញ្ចឹងនឹងច្បាស់ជាវង្វេងផ្លូវធ្លាក់ទៅក្នុងមហាសមុទ្រដែលធ្វើឲ្យអ្នកគ្រប់គ្នាឯនេះវិញនឹងកំពុងតែមានការភ្ញាក់ផ្អើលឡើងវិញហើយទោះបីជា
ជាយ៉ាងណាក៏ដោយក៏ Luffy នៅតែសប្បាយចិត្តដដែលនឹងទោះជាធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់1000ដង1លានដងយ៉ាងណាក៏ Luffy នៅតែសប្បាយចិត្តរហូតនឹងមិនដែលចេះគិតទុកនោះទេមើលទៅកាន់ពួកគេនីមួយៗនៅពេលនេះកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ដោយសារតែខ្យល់ White Storm នឹងកំពុងតែទាក់ទាញសំពៅរបស់ពួកគេប៉ុន្តែមើលទៅពេលនេះពួកគេដូចជាមានលក្ខណៈថាធម្មតាទៅវិញហើយ Luffy របស់យើងនឹងក៏ចាប់ផ្ដើមងើបចេញមកផងដែរគាត់បាននិយាយថាជញ្ជាំងពណ៌ខ្មៅមើលទៅទីកន្លែងមួយនឹងព័ទ្ធទៅដោយពណ៌ខ្មៅហើយបន្តិចមកទៀតគាត់បាននិយាយថាតើវាគឺជាអ្វីឲ្យពិតប្រាកដទៅពួកគេនីមួយៗដែលស្ថិតនៅលើសំពៅមួយនឹងចាប់ផ្ដើមនាំគ្នាខំមាត់ខំថ្មិញអីហើយដោយសារតែសម្លឹងមើលឃើញទៅត្រីមួយដ៏ធំហើយមើលទៅវានឹងធំយកតែមែនតែម្ដងហើយនឹងហើយពួកគេក៏ចាប់ផ្ដើមនាំគ្នាភ្ញាក់ផ្អើលម្ដងទៀតដោយសារតែត្រីនឹងគឺថាវាធំខ្លាំងពេកវាប្រៀបដូចជាឡាមុនអញ្ចឹងហើយនៅពេលហ្នឹងធ្វើឲ្យប្រុករបស់យើងបាននឹកឃើញទៅដល់ឡាមុនហើយគាត់នឹងបាននិយាយថាឡាមុននៅពេលនេះចាប់ផ្ដើមធំធាត់ហើយគ្រាន់តែឃើញអញ្ចឹងភ្លាមហ្នឹងអ៊ូស៊ុបបានតបថាវាមិនមែនជាឡាមុននោះទេវាមិនអាចមកដល់ទីកន្លែងមួយហ្នឹងនោះឡើយហើយសម្បីតែ Luffy ក៏និយាយដូចគ្នាដែរថាឡាមុននៅតំបន់ផ្សេងទៀតមិនអាចមកដល់ទីកន្លែងមួយហ្នឹងទេបើទោះបីជាអ្នកទាំងពីរនឹងនិយាយក៏ដោយក៏ប៉ុន្តែប្រុករបស់យើងនៅតែគិតថាវាគឺជាឡាមុនហើយនៅពេលហ្នឹងសាន់ជីបាននិយាយថាឆាប់ចេញពីទីកន្លែងមួយហ្នឹងទៅប្រយ័ត្នត្រូវត្រីទាំងហ្នឹងកំទេចសំពៅរបស់ពួកគេហើយនៅពេលហ្នឹងក៏និយាយថាល្អខ្លាំងណាស់ពួកយើងគួរតែចាក់ចេញទៅសាន់ជីនិយាយអញ្ចឹងបានក៏ដោយសារតែណាមីដែរដែលធ្វើឲ្យប្រុកនឹង Chopper ហ្នឹងឡើងចង់កៀងជាមួយនឹងគេចំណែក Robin របស់យើងហ្នឹងក៏បានទៅលំជាមួយនឹងប្រុកថាមិនមែននោះទេប្រុកសូមឲ្យប្រុកហ្នឹងកាត់ចិត្តទៅក៏ប៉ុន្តែសំពៅរបស់ពួកគេនៅតែមានគ្រោះថ្នាក់អំឡុងពេលហ្នឹងមើលទៅកាន់ពួកគេពិតជាព្យាយាមខាងណាលើកលែងតែប្រុករបស់យើងនោះទេតែគាត់នឹងបានតែច្រៀងបទភ្លេងរបស់គាត់ដើម្បីបញ្ជាក់ថាឡាមុននេះគឺជាឡាមុនពិតប្រាកដអីអញ្ចឹងទៅហើយពួកគេនឹងគឺបានសប្បាយចិត្តជាមួយនឹងបទភ្លេងរបស់ប្រុកសម្បីតែត្រីទាំងអស់ហ្នឹងក៏សប្បាយចិត្តដែរគ្រាន់តែថាគេមិនមែនជាឡាមុននៅទីបំផុតសំពៅរបស់ពួកគេនៅពេលនេះគឺថាមានសុវត្ថិភាពហើយពួកគេក៏បាននាំគ្នាឡើងទៅលើ Luffy របស់យើងនឹងត្រៀមបានថាចាំមើលទៅដល់ខាងលើនឹងមានរឿងអ្វីកើតឡើងពួកគេនីមួយៗបានស្រមៃជាមួយនឹងអតីតកាល2ឆ្នាំមុននេះដែលពួកគេធ្លាប់ឆ្លងកាត់ដោយសារតែពួកគេមានការស្រមើស្រមៃខុសៗពីគ្នាអ្នកខ្លះក៏បានជួបជុំគ្នាចំណែកឯ Zoro របស់យើងឯនេះវិញនឹងក៏បានទៅសុំហាត់ជាមួយនឹង Mihawk ពួកគេនីមួយៗចាប់ផ្ដើមនាំគ្នារាប់ខនដន10 9 8 7 6អីអញ្ចឹងទៅដើម្បីទៅដល់លើនៃទឹកដីថ្មីហើយនៅពេលហ្នឹងពួកគេក៏បានឡើងទៅដល់ខាងលើផងដែរមើលទៅកាន់ពួកគេដូចជាសប្បាយចិត្តប៉ុន្តែគ្រោះថ្នាក់នៅតែមានជាបន្តសម្រាប់ពួកគេនីមួយៗហើយនៅខាងក្នុងទៅមានគ្រោះថ្នាក់ឥឡូវមកដល់ផ្ទៃមហាសមុទ្រហើយក៏នៅតែមានគ្រោះថ្នាក់ឃើញថាទឹកភ្លៀងកំពុងតែបក់ទៅលើសំពៅរបស់ពួកគេប៉ុន្តែពួកគេនៅពេលនេះកំពុងតែសម្លឹងមើលទៅខាងមុខក៏បាននិយាយថាសំពៅរបស់ចោលសមុទ្រតែក៏លេចមើលឲ្យច្បាស់ទៅមិនមែនសំពៅរបស់ចោលសមុទ្រទេតែជាសំពៅទាហានជើងទឹកដោយឡែកអំឡុងពេលហ្នឹងឃើញដែរថា Chopper និង Usopp ចាប់ផ្ដើមភ័យខ្លាចងាករក Luffy ចំណែក Luffy ទៅអង្គុយនៅពីមុខក្បាលសំពៅដោយនិយាយថាឆាប់ត្រៀមខ្លួនទៅលើកាពីតាននិយាយអញ្ចឹងហើយ Zoro ត្រៀមចិត្តត្រៀមកាយដើម្បីតែប្រយុទ្ធជាមួយនឹងក្រុមទាហានជើងទឹកទៅហើយអ្នករកគ្នានៅពេលនេះកំពុងតែចាត់ការហើយចំណែក Nami ក៏បានយកកែវយុទ្ធនឹងឆ្លោះមើលថាវាមិនមែនជាការត្រូវប្រយុទ្ធគ្នាអីនោះទេតែ Luffy មិនបានទៅស្ដាប់តនឯណា Luffy ក៏បានចូលទៅចាត់ការទៅហើយចាត់ការទៅបែរជាឃើញថាសំពៅទាំងហ្នឹងបែរជាបាត់ទៅវិញទឹកភ្លៀងក៏បានបាត់ទៅរួមគ្នាដែរ Nami បាននិយាយថាទីកន្លែងមួយហ្នឹងគឺជាទីកន្លែងទឹកដីនៃភូតហេតុដែលធ្វើឲ្យពួកគេនីមួយៗអាចស្រមើស្រមៃខុសៗពីគ្នាហើយវាក៏ជាការពិតផងដែរមិនទាន់ផុតពីមាត់ផងហ្នឹងគឺថាមានគ្រោះថ្នាក់មកបន្តទៀតហើយអាទឹកនឹងធ្លាក់មកជាដំណក់ទឹករួចមកដល់ដំណក់ព្រិលហើយនៅពេលហ្នឹងព្រិលមួយហ្នឹងត្រូវបាន Robin របស់យើងជួយសង្គ្រោះទៅសំពៅរបស់ពួកគេនៅតែមានគ្រោះថ្នាក់បែរជាទាកន្លោះប្រហោងនៃការធ្លាក់ទៅវិញពួកគេនីមួយៗនាំគ្នាភ័យថាបើនៅតែអញ្ចឹងសំពៅរបស់ពួកគេច្បាស់ជាធ្លាក់ចុះទៅខាងក្រោមប៉ុន្តែ Frankie របស់យើងនៅតែមានដំណោះស្រាយប៉ុន្តែរន្ទះបានឆក់ទៅកាន់សំពៅរបស់ពួកគេកាត់ទៅដល់ព្រឹកបន្ទាប់ឯនេះវិញពួកគេនីមួយៗក៏បានដូរកៅអៅរួចរាល់ទៅហើយស្របពេលហ្នឹង Luffy របស់យើងក៏ចាប់ផ្ដើមឃ្លានចំណែក Sanji ក៏បានចូលទៅធ្វើម្ហូបជាមួយនឹងបន្លែបន្លុកដែលពួកគេបានរកបានអំពី Coffee Man នឹងឯងដែលពួកគេចូលទៅមើលម្ហូបរបស់ពួកគេបានប្រាប់ទៅកាន់ Sanji ថាហេ Sanji នៅពេលនេះបែរជាមិនឃើញម្ហូបនៅក្នុងចាននឹងទៅវិញដោយលឺអញ្ចឹង Sanji របស់យើងក៏បានបែរទៅក្រោយខ្នងបាននិយាយថាពួកអ្នកទាំងហ្នឹងបែរជាញ៉ាំអាហារលឿនមែនគាត់បានចុចប្រកាន់ទៅដល់ Luffy ដែលជាអ្នកញ៉ាំអាហារ Chopper បែរជាតបវិញថាមិនមែនទេប្រហែលជាខ្មោចនៅក្នុងផ្ទៃមហាសមុទ្រមួយនឹងឯងហើយអំឡុងពេលហ្នឹងពួកគេក៏បានកលេចឃើញថាកំពុងតែមានសត្វមួយដ៏តូចកំពុងតែដេញញ៉ាំអាហាររបស់ពួកគេនីមួយៗSanji ទៅមើលទូដាក់អាហាររបស់គេបែរជាអស់រលីងតែម្ដងដោយសារតែសត្វមួយនឹងបានលួចញ៉ាំហើយ Luffy របស់យើងឯនេះវិញនឹងនាំគ្នាដេញតាមចាប់អាសត្វមួយនឹងបែរជាញ៉ាំរបស់ពួកគេអីអញ្ចឹងទៅ Luffy របស់យើងនឹងទៅបានចាប់ប្រូកដោយសារតែសត្វមួយនឹងនៅក្នុងកែវភ្នែករបស់ប្រូកទីបំផុតយើងដឹងថាវាមិនមែនជាសត្វនោះទេបែរជាមនុស្សហើយជាក្មេងស្រីទៅទៀតហើយអំឡុងពេលហ្នឹងក្រុមរបស់ Luffy ក៏បានលំពាត់ទៅដល់នាងផងដែរដោយសារតែគ្មានជំរឿននៅពេលនេះនាងក៏បានប្រើធម្មពល Devil Fruit របស់នាងដែលមានឈ្មោះថា Mini Fruit Reborn
ហើយនៅពេលហ្នឹងរូបរាងកាយរបស់នាងប្រែទៅជាធំហើយក៏បានចាត់ការទៅកាន់ក្រុមរបស់ Luffy វិញតែម្ដង Luffy របស់យើងក៏បានតបជាប់ជាមួយនឹងធម្មពលដែលនាងវាយប្រហារ Luffy ហ្នឹងបានចាប់ក្មេងស្រីម្នាក់ហ្នឹងបោះចូលទៅក្នុងទឹកតែម្ដងហើយមើលទៅនាងដូចជាមិនអាចហែលទឹកបាននោះទេដោយសារតែជាអ្នកបរិភព Devil Fruit ដូចគ្នា Sanji ហ្នឹងក៏បានចូលទៅជួយនាងចំណែករូបរាងកាយរបស់នាងហ្នឹងកាន់តែទូចទៅមុនដំបូងហ្នឹងប៉ិនខ្លួនរបស់ Sanji នោះទេបន្តមកទៀតនាងបែរជាទូចប៉ិនបាត់ដៃរបស់ Sanji ទៅវិញក្រោយមកទៀតហ្នឹងនាងបានត្រូវបានពួកគេជួយសង្គ្រោះឡើងទៅលើសំពៅ Luffy ហ្នឹងចាប់ផ្ដើមទៅសួរនាំជាមួយនឹងនាងហើយ Luffy របស់យើងហ្នឹងក៏បានណែនាំខ្លួនរបស់គាត់អីអញ្ចឹងទៅពួកគេនីមួយៗកំពុងតែសម្លឹងមើលទៅកាន់នាងក៏បានបង្ហាញអំពីធម៌ពលរបស់នាងដែលជាអ្នកប្រើប្រាស់ Devil Fruit ដូចជា Luffy ដែរបាននិយាយប្រាប់ថាតាមកាពិតទៅនាងមានរូបរាងធំនោះទេប៉ុន្តែមកពីនាងបរិភព Devil Fruit អញ្ចឹងហើយបានជារូបរាងកាយរបស់នាងកាន់តែទូចហើយនៅពេលហ្នឹង Nami បាននិយាយថា Luffy ក៏អាចប្រែខ្លួនតូចធំបានដែរដោយសារតែ Luffy របស់យើងហ្នឹងគឺជាកៅស៊ូអីអញ្ចឹងទៅក្មេងស្រីម្នាក់ហ្នឹងក៏ចាប់ផ្ដើមសុំទោសទៅកាន់គ្នារបស់ Luffy ដោយសារតែនាងមុនហ្នឹងបានញ៉ាំម្ហូបរបស់ពួកគេអស់ហើយដល់ពេលហ្នឹង Nami បានសួរថាហេក្មេងស្រី Lilia ហេតុអ្វីបានជានាងហ្នឹងឡើងមកដល់សំពៅមួយហ្នឹងនាងក៏បាននិយាយអំពីដើមហេតុនៃការដែលបានឡើងមកលើសំពៅមួយហ្នឹងឯងមុនដំបូងនាងនៅក្នុងកែវដប់នោះទេរហូតដល់ខ្យល់ហ្នឹងបានបក់នាងមកដល់សំពៅរបស់ពួកគេនឹងឯងហើយនាងបាននិយាយណែនាំថាឪពុករបស់នាងហ្នឹងគឺជាយក្សដ៏ធំណាមួយវិញទៀតគាត់គឺជាចុងភៅដែលធ្វើម្ហូបឲ្យអ្នកគ្រប់គ្នាញ៉ាំអីអញ្ចឹងទៅឪពុករបស់នាងមានឈ្មោះថា Fun Fry Lily បាននិយាយថាឪពុករបស់នាងគឺជាចុងភៅដ៏ល្បីមួយរូបនៅលើទឹកដីនៃពិភពថ្មីមួយហ្នឹងគ្រាន់តែនាងនិយាយហ្នឹងក៏ស្រមើស្រមៃមកមើលមកមានទៅដល់ម្ហូបទាំងអស់ហ្នឹងដែលធ្វើឲ្យ Luffy របស់យើងអីហ្នឹងក៏បានស្រមៃផងដែរនាងបាននិយាយថានៅពេលនេះនាងមានរឿងបន្តចង់ប្រាប់ទៅកាន់អ្នករាល់គ្នានាងហ្នឹងគឺមកជួយសង្គ្រោះឪពុករបស់នាងដោយសារតែឪពុករបស់នាងហ្នឹងបានទៅលួចនំចំណីរបស់រាជរដ្ឋាភិបាលដើម្បីតែយកមកធ្វើម្ហូបដើម្បីចែករំលែកទៅដល់ប្រជាជនដែលក្រីក្រនៅទីតំបន់មួយហ្នឹងឯងទៅធ្វើឲ្យរាជរដ្ឋាភិបាលហ្នឹងបានចាប់ទៅកាន់ឪពុករបស់នាងខំនេះហើយជាដើមហេតុដែលធ្វើឲ្យនាងហ្នឹងតែម្នាក់ឯងដំណើរផ្សងព្រេងរបស់នាងចាប់ផ្ដើមពីពេលឪពុករបស់នាងត្រូវបានគេចាប់ណាមួយវិញទៀតនាងក៏ទទួលបានដំណឹងអំពីក្រុមទាហានជើងទឹកថាយកឪពុករបស់នាងទៅឃុំជាមួយនឹងគុក Emperor Dawn ប៉ុន្តែក្រុមទាហានជើងទឹកទាំងអស់ហ្នឹងនឹងធ្វើដំណើរមកកាន់តំបន់មួយហ្នឹងហើយនាងត្រូវតែព្យាយាមជួយឪពុករបស់នាងនៅតំបន់មួយហ្នឹង Luffy របស់យើងបាននិយាយថា Hey Lilia ខ្ញុំនឹងជួយទៅកាន់ឪពុករបស់នាងក៏ដូចជានាងផងដែរក្រោយពី Luffy និយាយដូច្ហ្នឹងហើយហ្នឹងក្រុមនាវិករបស់គាត់ទាំងបានចាប់ផ្ដើមនាំគ្នានិយាយថាពិតមែនហើយគាត់នឹងជួយទៅកាន់ឪពុករបស់នាងហើយសម្បីតែ Frankie អីហ្នឹងគឺថានិយាយទាំងអស់គ្នាតែម្ដង Zoro បាននិយាយថាគាត់មិនអាចរងចាំបានយូរទៀតទេគាត់ចង់វាយគ្នាជាមួយនឹងទាហានជើងទឹកក្រោយពីឮពាក្យទាំងហ្នឹងហើយធ្វើឲ្យ Lily របស់យើងហ្នឹងពិតជារំភើបខ្លាំងណាស់ជាមួយនឹងពាក្យសម្ដីរបស់ Luffy កាត់តែកន្លែងមួយទៀតឯនេះវិញក៏បានឃើញថាកំពុងតែមានក្រុមចោះសមុទ្រមួយកន្លែងទៀតមើលទៅពួកគេដូចជាមិនមែនចោះសមុទ្រពេញលេញអីនោះទេហើយមើលទៅពួកគេហ្នឹងមេបញ្ជាការរបស់គេអីហ្នឹងកំពុងតែបញ្ជានិយាយគ្នាជាមួយនឹងគុណចៅរបស់គាត់ថាមកតំបន់មួយហ្នឹងដើម្បីតែសម្រាប់ទៅកាន់ឪពុករបស់ Lily គាត់បាននិយាយប្រាប់ពីគម្រោងផែនការរបស់គាត់ទៅដល់ក្មេងស្រីម្នាក់ហ្នឹងឲ្យបានដឹងដោយឡែកយើងទៅមើល Luffy ឯនេះវិញអំឡុងពេលហ្នឹង Luffy អីហ្នឹងបាននិយាយថាហេក្មេងស្រីអា Nelly ឪពុករបស់នាងកំពុងតែធ្វើដំណើរកាត់ទីកន្លែងមួយហ្នឹងហើយជាមួយនឹងក្រុមទាហានជើងទឹកជាច្រើនដែលនាងក៏បាននិយាយដែរថាលោកឪពុកអីអញ្ចឹងទៅ Luffy ក៏បានអន់មុខចុះហើយញញឹមដោយនិយាយថាអ្នកគ្រប់គ្នានៅពេលនេះត្រៀមខ្លួនរួចរាល់ហើយឬនៅតោះពួកយើងឆាប់ចូលទៅជួយរំដោះឪពុករបស់ Lily សាច់រឿងរបស់ដោយឡែកអំឡុងពេលហ្នឹងឃើញដែរថា Chopper និង Usopp ចាប់ផ្ដើមភ័យខ្លាចងាករក Luffy ចំណែក Luffy ទៅអង្គុយនៅពីមុខក្បាលសំពៅដោយនិយាយថាឆាប់ត្រៀមខ្លួនទៅលើកាពីតែននិយាយអញ្ចឹងហើយ Zoro ត្រៀមចិត្តត្រៀមកាយដើម្បីតែប្រយុទ្ធជាមួយនឹងក្រុមទាហានជើងទឹកទៅហើយអ្នករាល់គ្នានៅពេលនេះកំពុងតែចាត់ការហើយចំណែក Nami ក៏បានយកកែវយុទ្ធនឹងឆ្លោះមើលថាវាមិនមែនជាការត្រូវប្រយុទ្ធគ្នាអីនោះទេតែ Luffy មិនបានទៅស្ដាប់តនណា Luffy ក៏បានចូលទៅចាត់ការទៅហើយចាត់ការទៅបែរជាឃើញថាសំពៅទាំងហ្នឹងបែរជាបាត់ទៅវិញទឹកភ្លៀងក៏បានបាត់ទៅរួមគ្នាដែរ Nami បាននិយាយថាទីកន្លែងមួយហ្នឹងគឺជាទីកន្លែងទឹកដីនៃភូតហេតុដែលធ្វើឲ្យពួកគេនីមួយអាចស្រមើស្រមៃខុសពីគ្នាហើយវាក៏ជាការពិតផងដែរមិនទាន់ផុតពីមាត់ផងហ្នឹងគឺថាមានគ្រោះថ្នាក់មកបន្តទៀតហើយអាទឹកនឹងធ្លាក់មកជាដំណក់ទឹករួចមកដល់ដំណក់ព្រិលហើយនៅពេលហ្នឹងព្រិលមួយហ្នឹងត្រូវបានរូបមានរបស់យើងជួយសង្គ្រោះទៅសំពៅរបស់ពួកគេនៅតែមានគ្រោះថ្នាក់បែកទៅជាកន្លោះប្រហោងនៃការធ្លាក់ទៅវិញពួកគេនីមួយនាំគ្នាភ័យថាបើនៅតែអញ្ចឹងសំពៅរបស់ពួកគេច្បាស់ជាធ្លាក់ចុះទៅខាងក្រោមប៉ុន្តែ Frankie របស់យើងនៅតែមានដំណោះស្រាយប៉ុន្តែរន្ទះបានឆក់ទៅកាន់សំពៅរបស់ពួកគេកាត់ទៅដល់ព្រឹកបន្ទាប់ឯនេះវិញពួកគេនីមួយក៏បានដូរកៅអៅរួចរាល់ទៅហើយស្របពេលហ្នឹង Luffy របស់យើងក៏ចាប់ផ្ដើមឃ្លានចំណែក Sanji ក៏បានចូលទៅធ្វើម្ហូបជាមួយនឹងបន្លែបន្លុកដែលពួកគេបានរកបានអំពី Coffee Fisherman នឹងឯងដែលពួកគេចូលទៅមើលម្ហូបរបស់ពួកគេបានប្រាប់ទៅកាន់ Sanji ថាហេ Sanji នៅពេលនេះបែរជាមិនឃើញម្ហូបនៅក្នុងចាននឹងទៅវិញដោយលឺអញ្ចឹង Sanji របស់យើងក៏បានបែរទៅក្រោយខ្នងបាននិយាយថាពួកអ្នកទាំងហ្នឹងបែរជាញ៉ាំអាហារលឿនមែនគាត់បានចុចប្រកាន់ទៅដល់ Luffy ដែលជាអ្នកញ៉ាំអាហារ Chopper បែរជាតបវិញថាមិនមែនទេប្រហែលជាខ្មោចនៅក្នុងផ្ទៃមហាសមុទ្រមួយនឹងឯងហើយអំឡុងពេលហ្នឹងពួកគេក៏បានកលេចឃើញថា
ថាកំពុងតែមានសត្វមួយដ៏តូចកំពុងតែដេញញ៉ាំអាហាររបស់ពួកគេនីមួយៗសាន់ជីទៅមើលទូដាក់អាហាររបស់គេបែរជាអស់រលីងតែម្ដងដោយសារតែសត្វមួយនឹងបានលួចញ៉ាំហើយ Luffy របស់យើងឯណែវិញនឹងនាំគ្នាដេញតាមចាប់អាសត្វមួយនឹងបែរជាញ៉ាំរបស់ពួកគេអីអញ្ចឹងទៅ Luffy របស់យើងនឹងទៅបានចាប់ប្រូកដោយសារតែសត្វមួយនឹងនៅក្នុងកែវភ្នែករបស់ប្រូកទីបំផុតយើងដឹងថាវាមិនមែនជាសត្វនោះទេបែរជាមនុស្សហើយជាក្មេងស្រីទៅទៀតហើយអំឡុងពេលហ្នឹងក្រុមរបស់ Luffy ក៏បានលំពាត់ទៅដល់នាងផងដែរដោយសារតែគ្មានជំរឿសនៅពេលនេះនាងក៏បានប្រើថាមពល Devil Fruit របស់នាងដែលមានឈ្មោះថា Mini Fruit Reborn ហើយនៅពេលហ្នឹងរូបរាងកាយរបស់នាងប្រែទៅជាធំហើយក៏បានចាត់ការទៅកាន់ក្រុមរបស់ Luffy វិញតែម្ដង Luffy របស់យើងក៏បានទប់ជាប់ជាមួយនឹងថាមពលដែលនាងវាយប្រហារ Luffy ហ្នឹងបានចាប់ក្មេងស្រីម្នាក់នឹងបោះចូលទៅក្នុងទឹកតែម្ដងហើយមើលទៅនាងដូចជាមិនអាចហែលទឹកបាននោះទេដោយសារតែជាអ្នកបរិភោគ Devil Fruit ដូចគ្នា Sanji ហ្នឹងក៏បានចូលទៅជួយនាងចំណែករូបរាងកាយរបស់នាងហ្នឹងកាន់តែទូចទៅមុនដំបូងហ្នឹងប៉ិនខ្លួនរបស់ Sanji នោះទេបន្តមកទៀតនាងបែរជាទូចប៉ិនបាត់ដៃរបស់ Sanji ទៅវិញក្រោយមកទៀតហ្នឹងនាងបានត្រូវបានពួកគេជួយសង្គ្រោះឡើងទៅលើសំពៅ Luffy ហ្នឹងចាប់ផ្ដើមទៅសួរនាំជាមួយនឹងនាងហើយ Luffy របស់យើងហ្នឹងក៏បានណែនាំខ្លួនរបស់គាត់អីអញ្ចឹងទៅពួកគេនីមួយៗកំពុងតែសម្លឹងមើលទៅកាន់នាងក៏បានបង្ហាញអំពីធម៌ពលរបស់នាងដែលជាអ្នកប្រើប្រាស់ Devil Fruit ដូចជា Luffy ដែរបាននិយាយប្រាប់ថាតាមកាពិតទៅនាងមានរូបរាងធំនោះទេប៉ុន្តែមកពីនាងបរិភោគ Devil Fruit អញ្ចឹងហើយបានជារូបរាងកាយរបស់នាងកាន់តែទូចហើយនៅពេលហ្នឹង Nami បាននិយាយថា Luffy ក៏អាចប្រែខ្លួនតូចធំបានដែរដោយសារតែ Luffy របស់យើងហ្នឹងគឺជាកៅស៊ូអីអញ្ចឹងទៅក្មេងស្រីម្នាក់ហ្នឹងក៏ចាប់ផ្ដើមសុំទោសទៅកាន់គ្នារបស់ Luffy ដោយសារតែនាងមុនហ្នឹងបានញ៉ាំម្ហូបរបស់ពួកគេអស់ហើយដល់ពេលហ្នឹង Nami បានសួរថាហេក្មេងស្រី Lilia ហេតុអ្វីបានជានាងហ្នឹងឡើងមកដល់សំពៅមួយហ្នឹងនាងក៏បាននិយាយអំពីដើមហេតុនៃការដែលបានឡើងមកលើសំពៅមួយហ្នឹងឯងមុនដំបូងនាងនៅក្នុងកែវដបនោះទេរហូតដល់ខ្យល់ហ្នឹងបានបក់នាងមកដល់សំពៅរបស់ពួកគេនឹងឯងហើយនាងបាននិយាយណែនាំថាឪពុករបស់នាងហ្នឹងគឺជាយក្សដ៏ធំណាមួយវិញទៀតគាត់គឺជាចុងភៅដែលធ្វើម្ហូបឲ្យអ្នកគ្រប់គ្នាញ៉ាំអីអញ្ចឹងទៅឪពុករបស់នាងមានឈ្មោះថា Fun Fry Lily បាននិយាយថាឪពុករបស់នាងគឺជាចុងភៅដ៏ល្បីមួយរូបនៅលើទឹកដីនៃពិភពថ្មីមួយហ្នឹងគ្រាន់តែនាងនិយាយហ្នឹងក៏ស្រមើស្រមៃមកមើលមកមានទៅដល់ម្ហូបទាំងអស់ហ្នឹងដែលធ្វើឲ្យ Luffy របស់យើងអីហ្នឹងក៏បានស្រមៃផងដែរនាងបាននិយាយថានៅពេលនេះនាងមានរឿងបន្តចង់ប្រាប់ទៅកាន់អ្នករាល់គ្នានាងហ្នឹងគឺមកជួយសង្គ្រោះឪពុករបស់នាងដោយសារតែឪពុករបស់នាងហ្នឹងបានទៅលួចនំចំណីរបស់រាជរដ្ឋាភិបាលដើម្បីតែយកមកធ្វើម្ហូបដើម្បីចែករំលែកទៅដល់ប្រជាជនដែលក្រីក្រនៅទីតំបន់មួយហ្នឹងឯងទៅធ្វើឲ្យរាជរដ្ឋាភិបាលហ្នឹងបានចាប់ទៅកាន់ឪពុករបស់នាងខំនេះហើយជាដើមហេតុដែលធ្វើឲ្យនាងហ្នឹងតែម្នាក់ឯងដំណើរផ្សងព្រេងរបស់នាងចាប់ផ្ដើមពីពេលឪពុករបស់នាងត្រូវបានគេចាប់ណាមួយវិញទៀតនាងក៏ទទួលបានដំណឹងអំពីក្រុមទាហានជើងទឹកថាយកឪពុករបស់នាងទៅឃុំជាមួយនឹងគុក Imperdon ប៉ុន្តែក្រុមទាហានជើងទឹកទាំងអស់ហ្នឹងនឹងធ្វើដំណើរមកកាន់តំបន់មួយហ្នឹងហើយនាងត្រូវតែព្យាយាមជួយឪពុករបស់នាងនៅតំបន់មួយហ្នឹង Luffy របស់យើងបាននិយាយថា Hey Lilia ខ្ញុំនឹងជួយទៅកាន់ឪពុករបស់នាងក៏ដូចជានាងផងដែរក្រោយពី Luffy និយាយដូច្ហ្នឹងហើយហ្នឹងក្រុមនាវិករបស់គាត់ទាំងបានបានចាប់ផ្ដើមនាំគ្នានិយាយថាពិតមែនហើយគាត់នឹងជួយទៅកាន់ឪពុករបស់នាងហើយសម្បីតែ Frankie អីហ្នឹងគឺថានិយាយទាំងអស់គ្នាតែម្ដង Zoro បាននិយាយថាគាត់មិនអាចរងចាំបានយូរទៀតទេគាត់ចង់វាយគ្នាជាមួយនឹងទាហានជើងទឹកក្រោយពីឮពាក្យទាំងហ្នឹងហើយធ្វើឲ្យ Lily របស់យើងហ្នឹងពិតជារំភើបខ្លាំងណាស់ជាមួយនឹងពាក្យសម្ដីរបស់ Luffy កាត់ទៅកន្លែងមួយទៀតឯនេះវិញក៏បានឃើញថាកំពុងតែមានក្រុមចោះសមុទ្រមួយកន្លែងទៀតមើលទៅពួកគេដូចជាមិនមែនចោះសមុទ្រពេញលេញអីនោះទេហើយមើលទៅពួកគេហ្នឹងមេបញ្ជាការរបស់គេអីហ្នឹងកំពុងតែបញ្ជានិយាយគ្នាជាមួយនឹងគុណចៅរបស់គាត់ថាមកតំបន់មួយហ្នឹងដើម្បីតែសម្រាប់ទៅកាន់ឪពុករបស់ Lily គាត់បាននិយាយប្រាប់ពីគម្រោងផែនការរបស់គាត់ទៅដល់ក្មេងស្រីម្នាក់ហ្នឹងឲ្យបានដឹងដោយឡែកយើងទៅមើល Luffy ឯនេះវិញអំឡុងពេលហ្នឹង Luffy អីហ្នឹងបាននិយាយថាហេក្មេងស្រីអាNelly ឪពុករបស់នាងកំពុងតែធ្វើដំណើរកាត់ទីកន្លែងមួយហ្នឹងហើយជាមួយនឹងក្រុមទាហានជើងទឹកជាច្រើនដែលនាងក៏បាននិយាយដែរថាលោកឪពុកអីអញ្ចឹងទៅ Luffy ក៏បានអន់មុខចុះហើយញញឹមដល់និយាយថាអ្នកគ្រប់គ្នានៅពេលនេះត្រៀមខ្លួនរួចរាល់ហើយឬនៅតោះពួកយើងឆាប់ចូលទៅជួយរំដោះឪពុករបស់ Lily សាច់រឿងរបស់យើងបានផ្ដើមឡើងជាមួយនឹងឪពុក Lily អំឡុងពេលហ្នឹងទាហាន Marine ជាច្រើនអ្នកកំពុងតែយាមកាមគាត់ដើម្បីនាំគាត់ទៅគុក Imperdon ដោយឡែក Luffy របស់យើងគាត់ក៏បាននិយាយដែរថាឲ្យគ្នារបស់គាត់ត្រៀមខ្លួនឲ្យលឿនទៅដើម្បីចេញទៅចាត់ការនិងជួយសង្គ្រោះក៏ប៉ុន្តែអំឡុងពេលហ្នឹង Nami ក៏បានដើរទៅដល់ Luffy មួយដៃតែម្ដង Nami នាងបានស្ដីបន្ទោសនឹងទៅដល់ Luffy ថា Luffy របស់យើងធ្វើអ្វីក៏មិនដែលមានគម្រោងផែនការពិតប្រាកដដែរបើនៅតែអញ្ចឹងមិនអាចជួយទៅដល់ឪពុករបស់ Lily បាននោះទេក្រោយពីនិយាយអញ្ចឹងចប់ហើយ Nami របស់យើងនាងចាប់ផ្ដើមរៀបចំនៅគម្រោងផែនការរបស់នាងអំឡុងពេលហ្នឹង Luffy បាននិយាយថាតើគាត់អាចទៅទាត់ជាមួយនឹងក្រុមទាំងហ្នឹងដែរឬអត់គម្រោងផែនការមួយនេះគឺ Nami មិនអោយ Luffy ចេញទៅជាអ្នកច្បាំងអីនោះទេអោយ Luffy របស់យើងចេញទៅជាអ្នកបង្វែរផ្លូវទៅវិញចំណែក Zoro គឺជាអ្នកប្រយុទ្ធចំទូនៅពេលហ្នឹងនាងបានបែងចែក Usopp Lily អីហ្នឹងទៅនៅជាមួយនឹង Zoro ប៉ុន្តែ Luffy នៅតែមិនពេញចិត្តគាត់ចង់ទៅប្រយុទ្ធនឹងឯងដោយឡែក Nami គឺជាអ្នកត្រួតពិនិត្យមើលទៅកាន់សកម្មភាពគ្នារបស់គាត់ដែលបានដាក់គម្រោងផែនការហើយដល់ពេលហ្នឹងគេក៏បានបង្ហាញដែរថា Chopper អីហ្នឹងគឺនៅក្រុមបង្វែរដាន
ជាមួយនឹង Luffy ដែល like នៅពេលដែលអនុវត្តជាស្ដែងឃើញតែ3នាក់នោះទេអំឡុងពេលហ្នឹង Nami ក៏បានទៅត្រួតពិនិត្យហើយក៏បានសួរនាំថាតើ Luffy នៅពេលហ្នឹងកំពុងតែនៅឯណាហេតុអ្វីបែរជាមិនឃើញ Luffy ទៅវិញទៅមើលកន្លែងមួយទៀតនៅវិញហ្នឹង Luffy របស់យើងបានឡើងទៅកាន់សំពៅទឹកមួយនឹងបាត់ទៅហើយអំឡុងពេលដែល Luffy របស់យើងស្ថិតនៅកន្លែងជាមួយនឹង Lily ហ្នឹងពួកគេក៏បាននិយាយថាកាលពីមុនគេធ្លាប់បានជួយទៅកាន់យក្ស2នាក់ដែលយក្សទី1មានឈ្មោះថា Dora យក្សទី2មានឈ្មោះថា Procky Lily នាងបានឆ្លើយតបវិញថាយក្សទាំង2នាក់ហ្នឹងតាមពិតទៅគឺជាមិត្តភក្តិឪពុករបស់នាងនឹងឯងទៅមើលឪពុករបស់ Lily នៅវិញហ្នឹងត្រូវបានគេយាមកាមយ៉ាងតឹងតែងមិនអោយគាត់នឹងអាចចាក់ចេញពីទីកន្លែងមួយហ្នឹងនោះទេស្រមៃតែមុននឹងបន្តិចតាមកាពិតទៅគាត់ត្រូវបានចាប់ខ្លួនដោយ Momoga ដោយសារតែគាត់ទៅលួចចំណីជាមួយនឹងរាជរដ្ឋាភិបាល Momoga ហ្នឹងគាត់បានឆ្ងល់ថាហេតុអ្វីបានជា Pen Fry ហ្នឹងគេបែរជាទៅលួចអាហាររបស់រាជរដ្ឋាភិបាល Pen Fry គាត់បាននិយាយតាមត្រង់ថាតាមកាពិតទៅដើម្បីតែលួចនឹងឲ្យទៅកាន់ប្រជាជនក្រីក្រមនុស្សក្រីក្រដែលស្ថិតនៅលើកោះរបស់គាត់ហើយរាជរដ្ឋាភិបាលមានអាហារច្រើនហើយហេតុអ្វីត្រូវចាំបាច់ត្រូវការអាហារច្រើនទៀតទោះបីជាចម្លើយនេះវារៀងល្អបន្តិចមែនទោះបីជាយ៉ាងណាក៏ដោយក៏Momogaនៅតែយកគាត់ទៅដាក់គុក Empadon ដដែលនៅអំឡុងពេលដែលពួកគេកំពុងតែសន្ទនាគ្នាហ្នឹងពួកគេត្រូវបានអុកឡុកទៅដល់ក្រុមរបស់ Luffy នៅពេលហ្នឹង Robin ក៏បានមកលោកដៃរបស់គាត់ដើម្បីចាត់ការទៅកាន់ទាហានជើងទឹកមួយចំនួនចំណែក Proganne វិញក៏បានដកព្រលឹងរបស់គាត់ទៅបន្លាចពួកហ្នឹងស្របពេលដែលជ្រួលច្របល់បែបហ្នឹងហើយហ្នឹងគឺឃើញថា Zoro និង Sanji របស់យើងគាត់ក៏បានទៅផ្ដាច់ចង្វាក់មួយហ្នឹងដែលបានឃុំឃាំងទៅកាន់យក្ស Pen Fry ដែលជាឪពុករបស់ Lily Luffy របស់យើងអំឡុងពេលហ្នឹងគាត់បាននិយាយថាគាត់ចង់ឃើញឪពុករបស់ Lily គឺគាត់ចង់សំដៅថាគាត់ចង់ឃើញមុខឪពុករបស់ Lily នឹងឯងស្របពេលហ្នឹងផងដែរហ្នឹងកងទាហាន Marine គេក៏បានកលេចមើលឃើញ Zoro ហើយពួកគេក៏បានមើល poster របស់ Zoro ដោយនិយាយថាអ្នកប្រមាញ់ចូលសមុទ្រ Noro Zoro ទៅមើល Sanji របស់យើងឯនេះវិញហ្នឹងគេបានពិនិត្យមើល poster ក៏ប៉ុន្តែមិនបានឃើញរូបគាត់នោះទេដែលធ្វើឲ្យ Sanji ខឹងមែនទែនឃើញតែមុខ Zoro បែរជាគាត់វិញហ្នឹងបែរជាមិនឃើញទៅវិញ Momogan ក៏មិនអោយ Luffy របស់យើងឈ្មោះនៅស្ងៀមនោះដែរអំឡុងពេលហ្នឹង Momogan ក៏បានចូលទៅចាត់ការជាមួយនឹង Luffy ចំណែក Lily គឺនាងបានរត់ចូលទៅឪពុករបស់នាងស្របពេលហ្នឹងផងដែរយើងក៏បានឃើញថាកំពុងតែមានក្រុមមួយទៀតចេញទៅវាយប្រហារជាមួយនឹងឪពុករបស់ Lily ហើយក៏បានវាយប្រហារទៅកាន់គាត់មិនមែនត្រឹមតែគាត់នោះទេក៏បានវាយប្រហារទៅកាន់កប៉ាល់របស់ក្រុមទាហានជើងទឹកតាមក៏ពិតទៅគេគឺជាក្រុមដែលឡែកមួយទៀតនោះទេមិនពាក់ព័ន្ធជាមួយនឹងទាហានជើងទឹកក៏មិនពាក់ព័ន្ធជាមួយនឹងក្រុមចោរសមុទ្រនៅពេលនេះ Nami កំពុងតែត្រូវបានគេលុំពាត់ទៅហើយ Luffy ក៏បានព្យាយាមទៅសួរជាមួយនឹង Pen Fry សួរថាគាត់អត់អីទេអីគាត់ក៏បាននិយាយថាមិនអីនោះទេ Luffy របស់យើងព្យាយាមចេញទៅរងក្រកំភ្លើងហ្នឹងក៏ប៉ុន្តែបែរជាចេញមនុស្សទៅវិញ Luffy របស់យើងត្រូវបានគេវាយទម្លាក់ទឹក Zoro ក៏បានព្យាយាមលោតទៅជួយនៅពេលហ្នឹង Momogan បាននិយាយថាគឺជា Sanso admin សុំហៅឈ្មោះគាត់ថា Sanso ទៅដើម្បី admin ងាយស្រួលហៅបន្តិចនៅពេលហ្នឹងពួកគេនិយាយថាបែកគ្នាយូរហើយអំឡុងពេលហ្នឹង Momogan គេក៏បានសួរទៅកាន់ Sanso ថានៅពេលនេះ Sanso កំពុងតែចង់បានអ្វីឲ្យពិតប្រាកដហេតុអ្វីបានជាគេមកដល់ទីកន្លែងមួយហ្នឹង Sanso គេក៏មិនបានលាក់បាំងអ្វីនោះដែរដោយគេបាននិយាយថាគេមកទីកន្លែងមួយនេះដើម្បីតែសម្រាប់ទៅកាន់ចោរសមុទ្រទាំងអស់ដែលបានស្ថិតនៅលើពិភពថ្មីមួយហ្នឹងអ្វីដែលសំខាន់នៅពេលនេះគឺខ្ញុំមកសម្រាប់ Pen Fry ដើម្បីខ្លាចទៅជាដៃស្ដាំរបស់ Commander Zed គ្រាន់តែលើឈ្មោះ Zed ភ្លាមធ្វើឲ្យ Momogan រៀងបែកញើសហើយដូចជារៀងភ័យខ្លាចស្របពេលហ្នឹង Lily នាងក៏បានពង្រីកខ្លួនរបស់នាងយ៉ាងធំដើម្បីចាត់ការទៅដល់ Sanso ហើយមើលទៅកាន់ Sanso ក៏មិនអោយនាងចាត់ការត្រូវងាយៗនោះដែរក្រោយពី Sanso ដឹងថា Lily គឺជាកូនស្រីរបស់ Pen Fry ហើយគាត់ក៏បានធ្វើការវាយប្រហារហ្នឹងទៅដល់ Lily តែម្ដងមិនអោយនាងនឹងស្រួលនោះទេចំណែក Zoro ហ្នឹងក៏បានចេញទៅជួយជាមួយនឹង Lily ដែរក្រោយពីឃើញ Sanji របស់យើងលេចវត្តមាននៅទីកន្លែងមួយហ្នឹងភ្លាមហ្នឹងកូនចៅរបស់ Sanso ក៏បានបង្ហាញថានេះគឺជាចុងភៅនៅលើក្រុម Start Head ដែលមានឈ្មោះថា Sanji អី Sanji ទៅពួកអ្នកទាំងហ្នឹងដូចជាមិនខ្វល់នោះទេពួកគេកំពុងតែបើកការវាយប្រហារហ្នឹងទៅដល់ Pen Fry អំឡុងពេលដែលវាយប្រហារមួយហ្នឹង Momogan ក៏បានចេញទៅជួយជាមួយនឹង Pen Fry ផងដែរដែលគាត់មិនអោយពួកអ្នកទាំងហ្នឹងវាយប្រហារនោះទេនៅទីបំផុត Momogan របស់យើងត្រូវប្រឈមមុខគ្នាជាមួយនឹង Sanso ហើយនៅពេលនេះធ្វើឲ្យពួកអ្នកទាំងពីរកំពុងតែចាប់អារម្មណ៍ចំណែក Luffy ក៏បានលេចមុខឡើងមកវិញផងដែរ Luffy មិនខ្វល់នោះទេសំខាន់គាត់មកទីនេះដើម្បីជួយឪពុក Lily និងញ៉ាំអាហារឆ្ងាញ់កូនចៅរបស់ Sanso បាននិយាយថានេះគឺជាចោរសមុទ្រ Monkey D Luffy គេមានតម្លៃក្បាល Bounty 400 million Bounty គ្រាន់តែលឺអញ្ចឹងភ្លាមហ្នឹងគួរឲ្យចាប់អារម្មណ៍សម្រាប់គេខ្លាំងណាស់បើទោះបីជា Luffy របស់យើងលេចវត្តមាននៅទីកន្លែងមួយនឹងឡើងវិញក៏ដោយក៏មើលទៅកាន់ពួកគេមិនអោយពួកអ្នកទាំងនឹងអាចចាក់ចេញពីទីកន្លែងមួយនឹងដោយងាយៗនោះឡើយ Luffy របស់យើងមិនរងចាំយូរនោះទេក៏បានប្រើជាមួយនឹងចិត្តគិតតលេងរបស់គាត់វាយប្រហារទៅដល់ Sanso ប៉ុន្តែ Sanso របស់យើងខ្លួនរបស់គាត់ដូចជាដែកអញ្ចឹង Zoro គាត់ជាអ្នកវាយប្រហារជាមួយនឹង Momogan ដើម្បីពន្យាពេលឲ្យកាពីតែនរបស់គាត់វាយប្រហារជាមួយនឹង Sanso Sanji ក៏បានវាយជាមួយនឹងកូនចៅកំពេចកំពកដែលចង់ចាត់ការទៅដល់ឪពុករបស់ Lily ចំណែក Nami ឯនេះវិញកំពុងតែពិនិត្យមើលស្ថានភាពនៅខាងមុខ Nami នឹងនាងក៏បាននិយាយអរគុណទៅដល់
គ្នារបស់នាងដែលរងចាំនាងក៏បានធ្វើការទំនាក់ទំនងទៅដល់អ៊ូស៊ុបដោយនិយាយដែរថានៅពេលនេះធរ upstream កំពុងតែលេចវត្តមាននៅទីកន្លែងមួយហ្នឹងអញ្ចឹងហើយធ្វើឲ្យគ្នារបស់គាត់ដែលជាអ៊ូស៊ុបអីហ្នឹងក៏បាននិយាយដែរថាអាមួយហ្នឹងវាដូចជាខ្នក់ upstream មែនដែលវាមានកម្លាំងខ្លាំងក្លាដែលធ្វើឲ្យអ្នកទាំងអស់គ្នាអាចស្លាប់នៅទីកន្លែងមួយហ្នឹងប៉ុន្តែណាមីថាអត់ដូចគ្នានោះទេគ្រាន់តែវាមានកម្លាំងខ្លាំងក្លាប្រហាក់ប្រហែលគ្នាតែប៉ុណ្ណឹងស្ថានភាពនៅទីកន្លែងមួយហ្នឹងមើលទៅពិតជាពិបាកដោះស្រាយខ្លាំងណាស់អំឡុងពេលហ្នឹង Luffy នៅតែព្យាយាមវាយគ្នាជាមួយនឹង Sanso ដដែលហ្នឹងណាមីក៏បានបញ្ជាទៅដល់ Frankie ដោយនិយាយដែរថាឆាប់បាញ់យុទ្ធការហ្នឹងទៅតាក់ជាមួយនឹងក្បូនដែលផ្ទុកឪពុករបស់ Lily ឲ្យលឿនឡើងទៅចំណែក Luffy របស់យើងនៅតែប្រយុទ្ធជាមួយនឹង Mugan Sanji ក៏បានទទួលព័ត៌មានអំពីណាមីមួយចំនួនដែលនាងបាននិយាយមុននឹងបន្តិចផងដែរអំឡុងពេលហ្នឹងគាត់ក៏បាននិយាយដែរថាតើមានរឿងអ្វីទៀតដែលគាត់គួរធ្វើបន្តទៀតអាភូតហេតុនៃទឹកគួចឡើងលើមួយហ្នឹងវាក៏បានចាត់ការទៅដល់សំពៅទាហានជើងទឹកទៅហើយដែលធ្វើឲ្យ Sanso ហ្នឹងក៏បានឆ្ងល់ថាឥឡូវនេះកំពុងតែមានបញ្ហាអ្វីកើតឡើងនៅទីតំបន់មួយហ្នឹង Zoro ក៏បានយកព័ត៌មានមួយចំនួនដែលណាមីប្រាប់មកកាន់គាត់ដើម្បីប្រាប់ទៅដល់ Luffy ដើម្បីឲ្យចាក់ចេញពីទីកន្លែងមួយហ្នឹងស្ថានភាពនៅទីកន្លែងមួយហ្នឹងកាន់តែតានតឹងទៅ Sanso ក៏គេមិនឲ្យ Luffy របស់យើងអាចចាក់ចេញពីទីកន្លែងមួយហ្នឹងដោយងាយៗនោះដែរអំឡុងពេលហ្នឹង Luffy របស់យើងនៅតែប្រយុទ្ធគ្នាចំណែកឪពុក Lily ឯនេះវិញកំពុងតែស្ថិតនៅកន្លែងគ្រោះថ្នាក់បំផុតហើយ Frankie រងចាំតែទទួលបញ្ជារបស់ណាមីតែប៉ុណ្ណោះ Frankie សួរថាតើគាត់គួរធ្វើអ្វីបន្តទៀតណាមីគាត់ក៏មិនដឹងនោះដែរមានតែរងចាំមើលស្ថានភាពនៅទីកន្លែងមួយហ្នឹងអញ្ចឹងហើយមានតែរងចាំបញ្ជារបស់ណាមីស្ថានភាពនៅទីកន្លែងមួយហ្នឹងវាពិបាកនៅត្រង់ថា Luffy កំពុងតែប្រយុទ្ធគ្នាចំណែកឯគ្រោះធម្មជាតិមួយហ្នឹងកំពុងតែកើតឡើងនៅក្បែរឪពុករបស់ Lily Frankie បានសួរទៅដល់ណាមីថានៅពេលនេះនឹងវាដល់ពេលហើយឬនៅដែលណាមីរបស់យើងថាមិនទាន់ដល់ពេលនោះទេរងចាំតិចទៀតទៅចាំបន្តិចរហូតដល់នាងហ្នឹងក៏បានចេញបញ្ជាថាឆាប់ធ្វើវាឲ្យលឿនទៅហើយវាត្រូវបានណាមីបញ្ជាអញ្ចឹងហើយហ្នឹង Frankie ក៏បានទាញយុទ្ធការរបស់គេហ្នឹងបកមកក្រោយវិញជាមួយនឹងវត្តមានរបស់ឪពុក Lily នឹងឯងដោយឡែក Luffy របស់យើងអំឡុងពេលដែលប្រយុទ្ធគ្នាហ្នឹង Sanji បានស្រែកថាឆាប់ឲ្យលឿនឡើងទៅចាក់ចេញពីទីកន្លែងមួយហ្នឹងគ្រាន់តែចាប់ Zoro បានហើយហ្នឹង Luffy របស់យើងចាប់ផ្ដើមចាក់ចេញពីទីកន្លែងមួយហ្នឹងហើយសំពៅរបស់ពួកគេក៏បានធ្វើដំណើរចាក់ចេញពីទីកន្លែងដែលមានគ្រោះថ្នាក់មួយហ្នឹងផងដែរដោយឡែកអ្នកដែលនៅសល់ហ្នឹងគ្មាននរណាក្រៅពីទាហានជើងទឹកក៏ដូចជាជាមួយនឹង Sanso នោះទេ Sanso ក៏បានធ្វើការវាយប្រហារជាមួយនឹង Mugan ធ្វើឲ្យទាហានជើងទឹកខ្ទេចខ្ញាប់នៅទីកន្លែងមួយហ្នឹងយើងងាកទៅមើល Sanso ឯនេះវិញគេបាននិយាយដែរថានៅពេលនេះគេមិនមានពេលវេលាច្រើននោះទេដើម្បីចាត់ការទៅដល់ក្រុមរបស់ Luffy Sanso គេក៏បានស្រមៃទៅមុននឹងបន្តិចដែលគេបានប្រយុទ្ធគ្នាជាមួយនឹងនារីម្នាក់ដែលគាត់មានឈ្មោះថា In អំឡុងពេលនឹងផងដែរហ្នឹងពួកគេប្រយុទ្ធគ្នាដើម្បីតែដណ្ដើមមុខមាត់ថានរណាដៃឆ្វេងនរណាដៃស្ដាំរបស់ Commander Zed ក្រោយពីប្រយុទ្ធគ្នាអស់5ម៉ោងទៅហើយហ្នឹងនៅទីបំផុតពួកគេក៏បានទទួលជ័យជំនះដោយដឹងថាតាមកាពិតទៅ In គឺជាអ្នកឈ្នះ Commander Zed បាននិយាយថាបានហើយបញ្ចប់វាទៅត្រឹមនឹងទៅមិនអោយនរណាម្នាក់ហ្នឹងសម្រាប់នរណាម្នាក់នោះឡើយ Sanso ឯនេះវិញអំឡុងពេលបច្ចុប្បន្នហ្នឹងកំពុងតែមើលទៅកាន់ VV របស់គេដើម្បីពិនិត្យមើលស្ថានភាពថាតើ Luffy របស់យើងទៅដល់ទីកន្លែងមួយណាហើយនៅពេលហ្នឹងឈាមរបស់គេនិងគេឯហ្នឹងក៏បាននាំគ្នាសើចផងដែររបស់យើងក៏បានកាត់ទៅដល់ក្រុមរបស់ Luffy ឯនេះវិញអំឡុងពេលហ្នឹងគេកំពុងតែពិនិត្យមើលស្ថានភាពនៅទីកន្លែងមួយហ្នឹងមានសុវត្ថិភាពឬអត់ Chopper ឯនេះវិញកំពុងតែពិនិត្យមើលទៅកាន់ឪពុករបស់ Lily ដែល Lily ក៏បានអរគុណទៅដល់ Chopper ផងដែរក្រោយពីឪពុករបស់ Lily បានជាអញ្ចឹងហើយ Luffy របស់យើងបាននិយាយថានៅពេលនេះគាត់អាចញ៉ាំអាហារឆ្ងាញ់ៗដែលចម្អិនដោយឪពុករបស់ Lily បានហើយក៏ប៉ុន្តែត្រូវបាន Sanji នឹងវាប្រហារទៅកាន់ Luffy ដោយនិយាយថាឪពុក Lily កំពុងតែឈឺឲ្យគាត់ចម្អិនអាហារដូចម្ដេចដែល Luffy បានតបវិញថាទោះបីជាយ៉ាងណានៅពេលនេះគាត់ជាហើយគាត់អាចចម្អិនអាហារហើយ Pan Fry នឹងគាត់ក៏មិនបានបដិសេធជាមួយនឹងសំណើរបស់ Luffy នោះដែរដោយគាត់បានដឹងថាតាមពិតទៅជីវិតរបស់គាត់ត្រូវបានជួយដោយ Luffy អញ្ចឹងហើយគាត់គួរតែធ្វើម្ហូបឲ្យ Luffy Lily នាងបាននិយាយថាឥឡូវនេះនាងសង់ម្ហូបអាហារខ្លះៗកំពុងតែស្ថិតនៅតំបន់មួយហ្នឹងនាងក៏បានចង្អុលថានោះម្ហូបអាហារងាកមើលទៅម្ហូបអាហាររៀងសំណំដែរប៉ុន្តែនាងទើបតែចាប់អារម្មណ៍ដោយនិយាយថាឪពុករបស់នាងនៅពេលនេះមិនអាចចម្អិនអាហារឲ្យពួកគេញ៉ាំនោះទេដោយសារតែឪពុកគាត់នៅតែឈឺប៉ុន្តែនៅពេលហ្នឹងគាត់ក៏បានងើបមកនិយាយជាមួយនឹង Luffy Fry បានសួរទៅកាន់ Luffy ថាតើនេះមែនគឺជា Monkey D Luffy ហើយនៅពេលហ្នឹង Luffy បាននិយាយថាមែនហើយគាត់នឹងខ្លាចទៅជាស្ដេចនៃចោលសមុទ្រឲ្យទាល់តែបាន Pan Fry ហ្នឹងក៏បានតបវិញថាមិនអីនោះទេគាត់នឹងធ្វើការចម្អិនអាហារហ្នឹងទៅឲ្យ Luffy របស់យើងដើម្បីបានញ៉ាំអាហារឆ្ងាញ់ៗនៅទីកន្លែងមួយហ្នឹងដើម្បីជាការតបស្នងគុណរបស់គាត់ Lily ហ្នឹងនាងពិតជាពិបាកទទួលយកដែរដោយសារតែឪពុករបស់នាងនៅតែឈឺអញ្ចឹងហើយហ្នឹងមិនអាចចេះតែចម្អិនអាហារបាននោះទេប៉ុន្តែឪពុករបស់នាងនៅតែទទូចថាគាត់អាចធ្វើបានដើម្បីជាការតបស្នងគុណដល់ Luffy ប៉ុន្តែដើម្បីចម្អិនអាហារបានគាត់ក៏បានសុំសំណូមពរឲ្យក្រុមរបស់ Luffy ជួយគាត់ដែរមើល Sanso ឯនេះវិញអំឡុងពេលហ្នឹងគាត់ក៏បានពិនិត្យដែរថានៅពេលនេះគាត់អាចរកទីតាំងរបស់ Luffy ឃើញហើយកូនចៅរបស់គាត់ក៏បាននិយាយដែរថាពួកគេទាំងអស់គ្នានឹងស្ម័គ្រចិត្តបូជាជីវិតដើម្បីឲ្យកាពីតែនរបស់គេ Commander Sanso ក៏បាននិយាយដែរថាមិនអីទេអញ្ចឹងគាត់គួរតែកត់ត្រាឈ្មោះពួកអ្នកទាំងនឹងទុកពិសេសជាងនឹងមិនដឹងថាពួកគេពលីជីវិតដើម្បីចាត់ការទៅដល់ក្រុម Luffy រឿងអ្វីនោះឡើយ
បើទោះបីជាលូហ្វីរបស់យើងលេចវត្តមាននៅទីកន្លែងមួយនឹងឡើងវិញក៏ដោយក៏មើលទៅកាន់ពួកគេមិនឲ្យពួកអ្នកទាំងនឹងអាចចាក់ចេញពីទីកន្លែងមួយនឹងដោយងាយៗនោះឡើយលូហ្វីរបស់យើងមិនរងចាំយូរនោះទេក៏បានប្រើជាមួយនឹងចិត្តគិតតលេងរបស់គាត់វាប្រហារទៅដល់សេនសូប៉ុន្តែសេនសូរបស់យើងខ្លួនរបស់គាត់ដូចជាដែកអញ្ចឹងសូរ៉ូគាត់ជាអ្នកវាប្រហារជាមួយនឹងមូកាន់ដើម្បីពន្យាពេលឲ្យកាពីតែនរបស់គាត់វាប្រហារជាមួយនឹងសេនសូសាន់ជីក៏បានវាជាមួយនឹងកូនចៅកំពេចកំពកដែលចង់ចាត់ការទៅដល់ឪពុករបស់លីលីចំណែកណាមីឯវិញកំពុងតែពិនិត្យមើលស្ថានភាពនៅខាងមុខណាមីនឹងនាងក៏បាននិយាយអរគុណទៅដល់គ្នារបស់នាងដែលរងចាំនាងក៏បានធ្វើការទំនាក់ទំនងទៅដល់អ៊ូស៊ុបដោយនិយាយដែរថានៅពេលនេះធរ Upstream កំពុងតែលេចវត្តមាននៅទីកន្លែងមួយនឹងអញ្ចឹងហើយធ្វើឲ្យគ្នារបស់គាត់ដែលជាអ៊ូស៊ុបអីហ្នឹងក៏បាននិយាយដែរថាអាមួយហ្នឹងវាដូចជាខ្នក់ Upstream មែនដែលវាមានកម្លាំងខ្លាំងក្លាដែលធ្វើអ្នកទាំងអស់គ្នាអាចស្លាប់នៅទីកន្លែងមួយហ្នឹងប៉ុន្តែណាមីថាអត់ដូចគ្នានោះទេគ្រាន់តែវាមានកម្លាំងខ្លាំងក្លាប្រហាក់ប្រហែលគ្នាតែប៉ុណ្ណឹងស្ថានភាពនៅទីកន្លែងមួយហ្នឹងមើលទៅពិតជាពិបាកដោះស្រាយខ្លាំងណាស់អំឡុងពេលហ្នឹង Luffy នៅតែព្យាយាមវាយគ្នាជាមួយនឹង Sanso ដដែលហ្នឹងណាមីក៏បានបញ្ជាទៅដល់ Frankie ដោយនិយាយដែរថាឆាប់បាញ់យុទ្ធការហ្នឹងទៅតាក់ជាមួយនឹងក្បូនដែលផ្ទុកឪពុករបស់ Lily ឲ្យលឿនឡើងទៅចំណែក Luffy របស់យើងនៅតែប្រយុទ្ធជាមួយនឹង Mugan Sanji ក៏បានទទួលព័ត៌មានអំពីណាមីមួយចំនួនដែលនាងបាននិយាយមុននឹងបន្តិចផងដែរអំឡុងពេលហ្នឹងគាត់ក៏បាននិយាយដែរថាតើមានរឿងអ្វីទៀតដែលគាត់គួរធ្វើបន្តទៀតអភូតហេតុនៃទឹកគួចឡើងលើមួយហ្នឹងវាក៏បានចាត់ការទៅដល់សំពៅទាហានជើងទឹកទៅហើយដែលធ្វើឲ្យ Sanso ហ្នឹងក៏បានឆ្ងល់ថាឥឡូវនេះកំពុងតែមានបញ្ហាអ្វីកើតឡើងនៅទីតំបន់មួយហ្នឹង Zoro ក៏បានយកព័ត៌មានមួយចំនួនដែលណាមីប្រាប់មកកាន់គាត់ដើម្បីប្រាប់ទៅដល់ Luffy ដើម្បីឲ្យចាក់ចេញពីទីកន្លែងមួយហ្នឹងស្ថានភាពនៅទីកន្លែងមួយហ្នឹងកាន់តែតានតឹងទៅ Sanso ក៏គេមិនឲ្យ Luffy របស់យើងអាចចាក់ចេញពីទីកន្លែងមួយហ្នឹងដោយងាយៗនោះដែរអំឡុងពេលហ្នឹង Luffy របស់យើងនៅតែប្រយុទ្ធគ្នាចំណែកឪពុក Lily ឯវិញកំពុងតែស្ថិតនៅកន្លែងគ្រោះថ្នាក់បំផុតហើយ Frankie រងចាំតែទទួលបញ្ជារបស់ណាមីតែប៉ុណ្ណោះ Frankie សួរថាតើគាត់គួរធ្វើអ្វីបន្តទៀតណាមីគាត់ក៏មិនដឹងនោះដែរមានតែរងចាំមើលស្ថានភាពនៅទីកន្លែងមួយហ្នឹងអញ្ចឹងហើយមានតែរងចាំបញ្ជារបស់ណាមីស្ថានភាពនៅទីកន្លែងមួយហ្នឹងវាពិបាកនៅត្រង់ថា Luffy កំពុងតែប្រយុទ្ធគ្នាចំណែកឯគ្រោះធម្មជាតិមួយហ្នឹងកំពុងតែកើតឡើងនៅក្បែរឪពុករបស់ Lily Frankie បានសួរទៅដល់ណាមីថានៅពេលនេះនឹងវាដល់ពេលហើយឬនៅដែលណាមីរបស់យើងថាមិនទាន់ដល់ពេលនោះទេរងចាំតិចទៀតទៅចាំបន្តិចរហូតដល់នាងហ្នឹងក៏បានចេញបញ្ជាថាឆាប់ធ្វើវាឲ្យលឿនទៅហើយវាត្រូវបានណាមីបញ្ជាអញ្ចឹងហើយហ្នឹង Frankie ក៏បានទាញយុទ្ធការរបស់គេហ្នឹងបកមកក្រោយវិញជាមួយនឹងវត្តមានរបស់ឪពុក Lily នឹងឯងដោយឡែក Luffy របស់យើងអំឡុងពេលដែលប្រយុទ្ធគ្នាហ្នឹង Sanji បានស្រែកថាឆាប់ឲ្យលឿនឡើងទៅចាក់ចេញពីទីកន្លែងមួយហ្នឹងគ្រាន់តែចាប់ Zoro បានហើយហ្នឹង Luffy របស់យើងចាប់ផ្ដើមចាក់ចេញពីទីកន្លែងមួយហ្នឹងហើយសំពៅរបស់ពួកគេក៏បានធ្វើដំណើរចាក់ចេញពីទីកន្លែងដែលមានគ្រោះថ្នាក់មួយហ្នឹងផងដែរដោយឡែកអ្នកដែលនៅសល់ហ្នឹងគ្មាននរណាក្រៅពីទាហានជើងទឹកក៏ដូចជាជាមួយនឹង Sanso នោះទេ Sanso ក៏បានធ្វើការវាយប្រហារជាមួយនឹង Mugan ធ្វើឲ្យទាហានជើងទឹកខ្ទេចខ្ញាប់នៅទីកន្លែងមួយហ្នឹងយើងងាកទៅមើល Sanso ឯនេះវិញគេបាននិយាយដែរថានៅពេលនេះគេមិនមានពេលវេលាច្រើននោះទេដើម្បីចាត់ការទៅដល់ក្រុមរបស់ Luffy Sanso គេក៏បានស្រមៃទៅមុននឹងបន្តិចដែលគេបានប្រយុទ្ធគ្នាជាមួយនឹងនារីម្នាក់ដែលគាត់មានឈ្មោះថា In អំឡុងពេលហ្នឹងផងដែរហ្នឹងពួកគេប្រយុទ្ធគ្នាដើម្បីតែដណ្ដើមមុខមាត់ថានរណាដៃឆ្វេងនរណាដៃស្ដាំរបស់ Commander Zed ក្រោយពីប្រយុទ្ធគ្នាអស់5ម៉ោងទៅហើយហ្នឹងនៅទីបំផុតពួកគេក៏បានទទួលជ័យជំនះដោយដឹងថាតាមកាពិតទៅ In គឺជាអ្នកឈ្នះ Commander Zed បាននិយាយថាបានហើយបញ្ចប់វាទៅត្រឹមហ្នឹងទៅមិនអោយនរណាម្នាក់ហ្នឹងសម្រាប់នរណាម្នាក់នោះឡើយ Sanso ឯនេះវិញអំឡុងពេលបច្ចុប្បន្នហ្នឹងកំពុងតែមើលទៅកាន់ VV របស់គេដើម្បីពិនិត្យមើលស្ថានភាពថាតើ Luffy របស់យើងទៅដល់ទីកន្លែងមួយណាហើយនៅពេលហ្នឹងឈាមរបស់គេនិងគេឯហ្នឹងក៏បាននាំគ្នាសើចផងដែររបស់យើងក៏បានកាត់ទៅដល់ក្រុមរបស់ Luffy ឯនេះវិញអំឡុងពេលហ្នឹងគេកំពុងតែពិនិត្យមើលស្ថានភាពនៅទីកន្លែងមួយហ្នឹងមានសុវត្ថិភាពឬអត់ Chopper ឯនេះវិញកំពុងតែពិនិត្យមើលទៅកាន់ឪពុករបស់ Lily ដែល Lily ក៏បានអរគុណទៅដល់ Chopper ផងដែរក្រោយពីឪពុករបស់ Lily បានជាអញ្ចឹងហើយ Luffy របស់យើងបាននិយាយថានៅពេលនេះគាត់អាចញ៉ាំអាហារឆ្ងាញ់ដែលចម្អិនដោយឪពុករបស់ Lily បានហើយក៏ប៉ុន្តែត្រូវបាន Sanji នឹងវាប្រហារទៅកាន់ Luffy ដោយនិយាយថាឪពុក Lily កំពុងតែឈឺឲ្យគាត់ចម្អិនអាហារដូចម្ដេចដែល Luffy បានតបវិញថាទោះបីជាយ៉ាងណានៅពេលនេះគាត់ជាហើយគាត់អាចចម្អិនអាហារហើយ Pan Fry នឹងគាត់ក៏មិនបានបដិសេធជាមួយនឹងសំណើរបស់ Luffy នោះដែរដោយគាត់បានដឹងថាតាមពិតទៅជីវិតរបស់គាត់ត្រូវបានជួយដោយ Luffy អញ្ចឹងហើយគាត់គួរតែធ្វើម្ហូបឲ្យ Luffy Lily នាងបាននិយាយថាឥឡូវនេះនាងចង់ម្ហូបអាហារខ្លះកំពុងតែស្ថិតនៅតំបន់មួយហ្នឹងនាងក៏បានចង្អុលថានោះម្ហូបអាហារងាកមើលទៅម្ហូបអាហាររៀងសំណំដែរប៉ុន្តែនាងទើបតែចាប់អារម្មណ៍ដោយនិយាយថាឪពុករបស់នាងនៅពេលនេះមិនអាចចម្អិនអាហារឲ្យពួកគេញ៉ាំនោះទេដោយសារតែឪពុកគាត់នៅតែឈឺប៉ុន្តែនៅពេលហ្នឹងគាត់ក៏បានងើបមកនិយាយជាមួយនឹង Luffy Pan Fry បានសួរទៅកាន់ Luffy ថាតើនេះមែនគឺជា Monkey D Luffy ហើយនៅពេលហ្នឹង Luffy បាននិយាយថាមែនហើយគាត់នឹងខ្លាចទៅជាស្ដេចនៃចោលសមុទ្រឲ្យតតែបាន Pan Fry ហ្នឹងក៏បានតបវិញថាមិនអីនោះទេគាត់នឹងធ្វើការចម្អិនអាហារហ្នឹងទៅឲ្យ Luffy របស់យើងដើម្បីបានញ៉ាំអាហារឆ្ងាញ់ៗនៅទីកន្លែងមួយហ្នឹងដើម្បីជាការតបស្នងគុណរបស់គាត់ Lily ហ្នឹងនាងពិតជាពិបាកទទួលយកដែរដោយសារតែឪពុករបស់នាងនៅតែឈឺអញ្ចឹងហើយហ្នឹងមិនអាចចេះតែចម្អិនអាហារបាននោះទេប៉ុន្តែឪពុករបស់នាងនៅតែទទូចថាគាត់អាចធ្វើបានដើម្បីជាការតបស្នងគុណដល់ Luffy ប៉ុន្តែដើម្បីចម្អិនអាហារបានគាត់ក៏បានសុំសំណូមពរឲ្យក្រុមរបស់ Luffy ជួយគាត់ដែរមើលសិនសួរឯនេះវិញអំឡុងពេលហ្នឹងគាត់ក៏បានពិនិត្យដែរថានៅពេលនេះគាត់អាចរកទីតាំងរបស់ Luffy ឃើញហើយកូនចៅរបស់គាត់
ក៏បាននិយាយដែរថាពួកគេទាំងអស់គ្នានឹងស្ម័គ្រចិត្តបូជាជីវិតដើម្បីឲ្យកាពីតែនរបស់គេ Commander Sanso ក៏បាននិយាយដែរថាមិនអីទេអញ្ចឹងគាត់គួរតែកត់ត្រាឈ្មោះពួកអ្នកទាំងនឹងទុកពិសេសជាងនឹងមិនដឹងថាពួកគេពលីជីវិតដើម្បីចាត់ការទៅដល់ក្រុម Luffy រឿងអ្វីនោះឡើយនៅអំឡុងពេលដែលក្រុមរបស់ Luffy កំពុងតែចម្អិនអាហារនឹងរងទទួលការវាយប្រហារអំពីក្រុមរបស់ Sanso ពួកគេនីមួយៗក៏បានជិះនៅអាសំពៅទូចៗរបស់ពួកគេដើម្បីចាត់ការទៅដល់ Luffy ប៉ុន្តែពួកអ្នកខ្លះត្រូវបាន Zoro ចាត់ការនិង Sanji ចាត់ការ Fry គាត់ក៏បានជួយជាចំណែកមួយដើម្បីចាត់ការទៅដល់ពួកអ្នកទាំងនឹងដែលបានវាយប្រហារទៅកាន់គាត់ដែរនៅទីបំផុតសំពៅដ៏ធំរបស់ពួកគេក៏បានចេញមកដើម្បីឲ្យពួក Luffy នឹងអាចឃើញផងដែរក្រុមរបស់ Luffy នាំគ្នាឆ្ងល់ថាហេតុអ្វីបានជា Sanso មួយនឹងអាចរកវត្តមានរបស់ពួកគេឃើញថានៅទីតំបន់មួយនឹងនៅពេលនឹងគេក៏បានប្រាប់ថានេះណែគឺជាកដាវីរីនរបស់គេដែលគេបានដាក់ដើម្បីតាមដានទៅដល់ក្រុមរបស់ Luffy នៅពេលនេះកន្លែងមួយនេះហើយគឺជាទីកន្លែងបញ្ចុះសពរបស់ក្រុម Start Head ក្រុមរបស់ Luffy ប៉ុន្តែអំឡុងពេលហ្នឹង Fry ក៏បានវាយប្រហារមិនមែនតែ Fry នោះទេសូម្បីតែ Lily ក៏បានចូលទៅវាយប្រហារផងដែរប៉ុន្តែនៅតែកពករបស់ Sanso មើលទៅកាន់ឪពុកកូនទាំងពីរនាក់ដូចជាមិនមែនជាដៃគូរបស់ Sanso នោះទេ Sanso របស់យើងក៏មិនរងចាំយូរនោះដែរគាត់ក៏បានបើកការវាយប្រហារហ្នឹងទៅដល់ឪពុករបស់ Lily ប៉ុន្តែអំឡុងពេលដែលចូលទៅវាយហ្នឹងត្រូវបាន Luffy របស់យើងហ្នឹងក៏បានមកវាយគេកណ្ដាលមុខផងដែរ Sanso របស់យើងហ្នឹងពិតជាខឹងទៅដល់ Luffy មែនតើដែលហ៊ានចេញមករៀបរៀងនៅគម្រោងផែនការរបស់គាត់អំឡុងពេលហ្នឹង Luffy របស់យើងក៏បានចូលទៅចាត់ការជាមួយគាត់គូម៉ូរបស់គាត់ទៅដែរចិត្ត slap អីអញ្ចឹងទៅប៉ុន្តែវាប្រហារយ៉ាងណាក៏វាមិនចោះជាមួយនឹង Sanso ដែរមើលទៅ Sanso ប្រៀបដូចជាមនុស្សម្នាក់ដែលមានកម្លាំងខ្លាំងអញ្ចឹង Luffy វាយផងប្រើហាគីផងប៉ុន្តែទោះបីជាយ៉ាងណាក៏មិនអាចវាចោះជាមួយនឹង Sanso នោះដែរ Sanso របស់យើងក៏បានចាត់ការជាមួយនឹង Luffy បង្ខំដល់គេប្រើជាមួយនឹង Second Gear ប៉ុន្តែនៅពេលហ្នឹងកូនចៅរបស់ Sanso ក៏បានបាញ់កណ្ដុងកំភ្លើងហ្នឹងទៅត្រូវជាមួយនឹង Luffy របស់យើងឡើងប៉ឹងតែម្ដងធ្វើឲ្យ Luffy នៅពេលនេះឡើងសើហើយ Sanso របស់យើងឃើញឱកាសល្អបែបហ្នឹងក៏បានចូលទៅនិយាយឌឺដោងជាមួយនឹង Luffy ហើយក៏បានចាត់ការទៅដល់ Luffy របស់យើងផងដែរបានដាក់ Luffy របស់យើងមួយដៃធ្វើឲ្យ Luffy របស់យើងអាចនឹងបាត់បង់ជីវិតនៅទីកន្លែងមួយហ្នឹង Sanso ក៏បានចាប់ Luffy របស់យើងនឹងមកគំរាមហើយក៏បានបាញ់វាប្រហារទៅដល់ឪពុករបស់ Lily បន្ថែមទៀតផងនៅពេលហ្នឹង Lily បាននិយាយថាចាប់បាញ់គាត់ហ្នឹងដើម្បីទៅចាត់ការជាមួយនឹង Sanso ទៅ Usopp ក៏បានបាញ់ Lily ទៅដើម្បីឲ្យ Lily ចាត់ការទៅដល់ Sanso ប៉ុន្តែអំឡុងពេលហ្នឹងផងដែរ Sanso ក៏បានយក Luffy មករងហើយនៅពេលហ្នឹងគឺធ្វើឲ្យនាងចូលទៅក្នុងមាត់របស់ Luffy របស់យើងតែម្ដងគាត់ក៏បានសើចចំអកឌឺដងទៅដល់ពួកអ្នកទាំងនឹងបន្ថែមទៀតបំរុងតែបាញ់ទៅដល់ក្រុមរបស់ Luffy ទៅហើយប៉ុន្តែ Luffy នៅតែដឹងខ្លួនដែរហើយធ្វើឲ្យគាត់នឹងមានការភ្ញាក់ផ្អើល Luffy បាននិយាយថាប៉ុណ្ណឹងមិនអាចចាត់ការទៅដល់គាត់នោះទេប៉ុន្តែដល់ពេលហ្នឹងខ្លួនរបស់ Luffy ពោះរបស់ Luffy បែរជាធំទៅវិញជើងរបស់គាត់បែរជាឡើងធំតែម្ដងដូចជាយក្សអញ្ចឹងហើយនៅពេលហ្នឹងធ្វើឲ្យ Luffy របស់យើងឆ្ងល់ថាហេតុអ្វីគាត់បែរជាបដូររូបរាងទៅវិញមួយសន្ទុះក្រោយមកមិនខ្វល់ទេបដូរអីក៏បដូរទៅសំខាន់ហ្នឹងមានស្នែងលយទៀតផងនៅលើក្បាលរបស់គាត់ទាំងពីរ Luffy បាននិយាយទៅដល់គ្នាៗរបស់គាត់ថាមានរឿងអ្វីកើតឡើងទៅលើគ្នាៗរបស់គាត់ហេតុអ្វីកាន់តែតូចអញ្ចឹង Usopp បានតបថាមិនមែនមកពីគាត់តូចនោះទេដោយសារតែ Luffy នឹងឯងបានរីកមាឌឡើងធំ Luffy របស់យើងគ្រាន់តែលឺអញ្ចឹងគាត់បាននិយាយថាឥឡូវនេះគាត់បានខ្លាចជាយក្សហើយគាត់រំលេងយ៉ាងសប្បាយមិនទាន់បានប៉ុន្មានផងគាត់ត្រូវបាន Sanso នឹងក៏បានចាត់ការទៅដល់ Luffy ទៀត Luffy របស់យើងក៏មិនបានរងចាំយូរនោះដែរបានប្រើ Second Gear របស់គាត់ចេញចំហាយរបស់គាត់នឹងយ៉ាងខ្លាំងមែនទែន Sanso ក៏បានយកកណ្ដុងកំភ្លើងរបស់គាត់បាញ់ទៅដល់ Luffy ទោះជាបាញ់យ៉ាងណាក៏ដោយក៏បានជាមួយនឹង Luffy របស់យើងមិនចូលចុះនោះដែរដោយសារតែនៅពេលនេះខ្លួនរបស់គាត់ជាខ្លួនរបស់យក្សហើយគាត់បានលោតឡើងទៅលើនៅពេលដែល Luffy របស់យើងលោតឡើងទៅលើហើយ Sanso របស់យើងក៏លោតឡើងទៅលើដែរ Luffy ក៏បានសំយងខ្លួនចុះមកជន់ជាមួយនឹង Sanso ឡើងខ្ពាកចូលទៅដីតែម្ដងអ្នកទាំងពីរក៏បានបំបែកខ្លួនចេញពីគ្នា Lily នឹងនាងត្រេកអរខ្លាំងណាស់ដែល Luffy របស់យើងនឹងអាចនៅរស់រានមានបន្តជីវិតបន្តទៀតនៅពេលហ្នឹងងាកទៅមើលអាហាររបស់ពួកគេគឺថាខ្ទេចខ្ទីអស់តែម្ដងពួកគេមិនដឹងញ៉ាំអ្វីនោះទេប៉ុន្តែ Nami មានគំនិតមួយអាចឲ្យពួកគេទាំងអស់គ្នានឹងធ្វើការនេសាទដើម្បីយកអាហារផ្សេងៗមកញ៉ាំទៅលើ Nami និយាយចឹងហើយ Luffy បាននិយាយថាតោះអ្នកទាំងអស់គ្នាឆាប់ទៅដោយឡែកឪពុករបស់ Lily ត្រូវបានធ្វើក្បួនទូកមួយដោយសារតែ Frankie បានធ្វើឲ្យគាត់ដើម្បីធ្វើដំណើរងាយស្រួលជាងនឹងបន្តិចក្រុមរបស់ Sanso ទាំងមូលត្រូវបាន Luffy របស់យើងចាត់ការនិងចង់ដៃចង់ជើងរបស់អ្នកទាំងអស់គ្នានឹងជាប់តែម្ដងជាមួយនឹងថ្មនៅកន្លៀតនៅរៀងល្ងាចបន្តិចមូកាន់ក៏បានឃើញជាមួយនឹងពួកគេទាំងអស់គ្នាមូកាន់ក៏បានធ្វើការចាប់ការទៅកាន់ពួកអ្នកទាំងនឹងដើម្បីយកបញ្ជូនគេទៅដល់គុក Imperdor ទៅមើលក្រុមរបស់ Luffy ឯណែវិញអំឡុងពេលដែលធ្វើដំណើរហ្នឹងអ្នកខ្លះក៏បាននេសាទជាមួយនឹងគ្នាអីអញ្ចឹងទៅស្ទូចត្រីស្ទូចអីបានក្រុមបានខ្ចង់បានខ្ចៅអីអញ្ចឹងទៅលាយគ្នាឡើងវល់បាញ់ទៅហ្នឹងហើយឪពុករបស់ Lily ក៏បានធ្វើការចម្អិនម្ហូបទាំងហ្នឹងទៅដល់ក្រុមរបស់ Luffy មើលទៅកាន់មាឌរបស់ពួកគេឡើងតូចតែម្ដងចំណែកម្ហូបហ្នឹងឡើងប៉ុណ្ណាណៃពួកគេនៅពេលនេះពិតជាមានក្តីសុខខ្លាំងណាស់ញ៉ាំអាហារឆ្ងាញ់ហើយណាមួយវិញទៀតផឹកស្រាជាមួយនឹងគ្នាអីអញ្ចឹងទៅZoroរបស់យើងហ្នឹងផឹកយកតែម្ដងឲ្យតែមានស្រាផឹកក្រោយពីធ្វើដំណើរជាមួយនឹងគ្នាអស់យូរបន្តិចមកអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមធ្វើការបំបែកគ្នាពួកគេក៏បានលាគ្នាក៏បានអរគុណនៅម្ហូបអាហារឆ្ងាញ់ៗនិងការជួយសង្គ្រោះគ្នាទៅវិញទៅមកក្រុមរបស់ Luffy នៅពេលនេះត្រូវចាប់ផ្ដើមដំណើរផ្សងព្រេងរបស់គេជាបន្តទៀតហើយងាកទៅមើលក្រុមចោរសមុទ្រមួយទៀតឯនេះវិញអូមិនមែនទេក្រុមរបស់គាត់មិនមែនជាចោរសមុទ្រពេញតួនោះទេអំឡុងពេលហ្នឹងគាត់ក៏បានមើលជាមួយនឹងกระดาษកាសែតដែលឃើញថាកូនចៅរបស់គាត់ដែលជា Sanso កំពុងតែត្រូវបានគេបញ្ជូនទៅដល់គុក Imperdor អ៊ីននឹងនាងខ្លាចមានបញ្ហាទៅដល់ពួកគាត់ប៉ុន្តែនៅពេលហ្នឹងមេបញ្ជាការសត្វបាននិយាយថាមិនអីនោះទេគឺ Sanso គេដឹងខ្លាំងណាស់គេមិនអាចនិយាយអ្វីផ្ដេសផ្ដាសទៅដល់
តែហ៊ានជើងទឹកទាំងអស់នឹងឲ្យបានដឹងនោះឡើយឥឡូវនេះគាត់គួរតែធ្វើគម្រោងផែនការរបស់គាត់ឲ្យដំណើរការកាន់តែល្អជាងនឹងទៅហើយណាមួយវិញទៀតគាត់ក៏បានបញ្ជាថាពួកគាត់នឹងត្រូវការចាត់ការទៅដល់ក្រុមចុះសមុទ្រទាំងមូលហ្នឹងហើយអ្នកទាំងអស់គ្នាបន្តពីសាច់រឿងមួយហ្នឹងគឺយើងនឹងត្រូវទៅមើលជាមួយនឹងសាច់រឿង The Movie ប៉ុន្តែ admin មិនទាន់បានធ្វើរួចនោះទេជាមួយនឹង The Movie មួយហ្នឹង